lờiខ្ញុំសូមចូលទៅដល់ប្រធានបទដែលខ្ញុំចង់បង្ហាញជូនប្រជាជនថៃបង្ហាញជូនចំពោះប្រជាជនកម្ពុជាអ្វីទៅដែលជាបញ្ហាកើតឡើងតែខ្ញុំចង់បញ្ចេញហើយខ្ញុំសូមអធិស្ឋានខ្ញុំសូមបញ្ជាក់ថាខ្ញុំជាមនុស្សដែលមានគុណធម៌ប៉ុន្តែហើយខ្ញុំក៏មិនក្បត់អ្នកណាមុនដែរតែប្រសិនបើខ្ញុំសុខចិត្តឲ្យគេក្បត់គេមុនឥឡូវដល់ពេលវេលាដែលគេបានក្បត់ខ្ញុំហើយសូមកុំនិយាយពីគុណធម៌ចំពោះខ្ញុំទៀតខ្ញុំសូមរៀបរាប់ដោយយកត្រឹមតែ8ចំណុចយកមកនិយាយថ្ងៃនេះហើយចំណុចខ្លះទៀតប្រសិនបើភាគីថៃចង់បានខ្ញុំអាចនឹងចែកចំណែកជាមួយនឹងអ្នកណាបញ្ជូនបេសកកម្មបេសកជនមកជួបជាមួយខ្ញុំនឹងនិយាយប្រាប់បន្ថែមតែខ្ញុំមិននិយាយតាមទូរទស្សន៍ទេខ្ញុំនឹងចែកម្លែកបន្ថែមហើយខ្ញុំសូមជម្រាបជូនទៅប្រជាពលរដ្ឋថៃខ្ញុំអត់បានយកប្រទេសថៃធ្វើជាសត្រូវទេមិនបានយកជនជាតិថៃធ្វើជាសត្រូវទេតែខ្ញុំក៏ត្រូវតែប្រឈមនឹងការពិតមួយអ្នកចាត់ទុកខ្ញុំជាសត្រូវខ្ញុំក៏ចាត់ទុកអ្នកក៏ជាសត្រូវដែរអ្នកណាក៏ដោយមិនថាខ្មែរមិនថាបរទេសទេបើសិនតាំងខ្លួនចាត់ទុកខ្ញុំជាសត្រូវហើយខ្ញុំគ្មានជម្រើសទេព្រោះអត់ឲ្យជម្រើសទី3សម្រាប់ខ្ញុំផងយកខ្ញុំធ្វើជាសត្រូវប្រជាជនថៃភាគច្រើនចង់បានសន្តិភាពភាគច្រើនចង់មានមិត្តភាពជាមួយកម្ពុជាក៏ប៉ុន្តែក៏មានក្រុមនិយមជលមួយក្រុមរាប់ទាំងមេដឹកនាំនយោបាយបានវាយប្រហារខ្ញុំលោកជំទាវអង្គនេះខ្ញុំបាត់បង់ការអត់ធ្មត់សម្រាប់លោកជំទាវហើយបន្ទាប់ពីលោកជំទាវចេញវាយខ្ញុំម្ដងហើយម្ដងទៀតវាយកម្ពុជាម្ដងហើយម្ដងទៀតថ្ងៃនេះខ្ញុំបញ្ជាក់អំពីតកូលស៊ីនវត្តដើម្បីឲ្យលោកជំទាវឲ្យប្រជាជនថៃបានដឹងថាអ្វីខ្លះទៅជារឿងរ៉ាវដំបូងខ្ញុំសូមចាប់ផ្ដើមពីការបែកធ្លាយនៃការសន្ទនាតាមទូរស័ព្ទមិនមែនជាចេតនារបស់ខ្ញុំទេដែលខ្ញុំទំលាយរឿងនេះរឿងវាចាប់ផ្ដើមពីចេះនៅថ្ងៃទី15ខែមករាកន្លងទៅថ្ងៃនោះវាចំថ្ងៃអាទិត្យហើយវាចំអាថ្ងៃខួបអីថ្ងៃទីវាឪពុកថ្ងៃនោះខ្ញុំទៅវាយកូនគោលហើយវាយនោះវាយវិជុវាយល្អទៀតចឹងបានថាអាយុក្រន់តែទូលេខទេកម្លាំងវាយកូនគោនៅខ្លាំងត្រឡប់មកដល់ផ្ទះវាមានកូនមានចៅកូនហ្នឹងវាមាននាយករដ្ឋមន្ត្រីក៏មកប្រពន្ធនាយករដ្ឋមន្ត្រីក៏មកណាកូននាយករដ្ឋមន្ត្រីក៏មកមានចៅមានកូនដទៃទៀតក៏នៅគេអីជាមួយកូននឹងទៅរហូតដល់ម៉ោង2បានខ្ញុំទៅសម្រាប់មុនពេលហ្នឹងនាយករដ្ឋមន្ត្រីថៃត្រូវការទីប្រឹក្សាខ្ញុំម្នាក់ចេញពីភ្នំពេញដើម្បីទៅពិភាក្សាជាមួយគាត់នឹងរដ្ឋមន្ត្រីការពារជាតិរបស់ថៃនៅទីក្រុងបាងកកគេបានហៅទូរស័ព្ទមកខ្ញុំតាំងពីម៉ោងក្រោយម៉ោង2ក៏ប៉ុន្តែអ្នកនៅជាមួយគេអត់ឲ្យដាក់ខ្ញុំទេគេអត់ដាក់ខ្ញុំទេក្រោយពេលដែលខ្ញុំភ្ញាក់គេក៏បានប្រាប់ថាគ្លៀងហួតដែលកំពុងនៅជាមួយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃទូរស័ព្ទមកលពូអញ្ចឹងខ្ញុំក៏ឃើញទូរស័ព្ទប្រូអត់តាមបានលុបមុខផងក៏ពីដេកថ្ងៃអាទិត្យលោកដេកតស្ទាក់ម៉ោង5មកចុងថ្ងៃអាទិត្យមានពីណាគេមកឆាឆៅយើងប៉ុន្តែពីបាងកកអញ្ចឹងពេលដែលឃើញអញ្ចឹងខ្ញុំនឹកឃើញថា
ខ្ញុំត្រូវបានគេបោកប្រាស់ម្ដងរួចហើយដូច្នេះម្ដងនេះខ្ញុំត្រូវតែថតទុកកន្លែងណាទៅបោកដែលនិយាយពីបញ្ហាបោកប្រាស់យើងបានស្រស់ស្រួលគ្នាធ្វើការកែសម្រួលកម្លាំងនៅមុំ3ថ្ងៃនោះខ្ញុំពិបាកនឹងបញ្យល់ណាពេលហ្នឹងទាំងថៃស៊ីនទាំងអ៊ុងអ៊ីងដែលជានាយករដ្ឋមន្ត្រីទាំងយិនឡាក់ដែលជាអតីតនាយករដ្ឋមន្ត្រីដែលកំពុងនៅដូចបៃសុទ្ធតែហៅទូរស័ព្ទមកអរគុណខ្ញុំអំពីការកែសម្រួលនេះពេលហ្នឹងនាយករដ្ឋមន្ត្រីក៏ហោះចេញទៅហើយខ្ញុំបានប្រាប់ថានេះមិនមែនជាការដកតបទេជាការកែសម្រួលកងទ័ពប៉ុន្តែបែរជានៅទីក្រុងបាងកកប្រើប្រាស់ភាសាដកកងទ័ពកម្ពុជាដកទ័ពខ្ញុំត្រូវគេបោកត្រូវគេកុហកដូច្នេះខ្ញុំត្រូវតែមានតម្លាភាពជាមួយពលរដ្ឋរបស់ខ្ញុំត្រូវតែមានគណៈនីតិភាពជាមួយមេដឹកនាំរបស់ខ្ញុំថតទៅនេះហើយទូរស័ព្ទខ្ញុំវាអូតូរីកតទៅជិះថតទៅនេះកិច្ចសន្ទនានោះខ្ញុំគ្មានចេតនាដើម្បីនឹងបញ្ចេញទេក៏ប៉ុន្តែខ្ញុំគិតថាល្ងាចម៉ោង5ថ្ងៃ15ឃើញចាប់ដើមនិយាយសូមសួរថាសុខភាពយ៉ាងម៉េចខ្ញុំថាអត់អីទេល្អហើយថ្ងៃហ្នឹងខួបអីថ្ងៃបុណ្យឪពុកផងហើយខ្ញុំអង្កលទៅពូហើយជាពូប៉ុន្តែពិភាក្សារឿងជាតិមិនមែនពិភាក្សារឿងគ្រួសារទេខ្ញុំត្រូវបាញ់បញ្ជូនឲ្យទៅមេដឹកនាំប្រមាណជា80នាក់ខ្ញុំគិតថា80នាក់ដោយនៅក្នុងក្រុមអចិន្ត្រៃយ៍បូកជាមួយក្រុមប្រធានគណៈកម្មការរបស់ព្រឹទ្ធសភាប្រធានគណៈកម្មការរបស់រដ្ឋសភាបូកជាមួយមេតបមួយចំនួនបូកជាមួយអ្នកនាំពាក្យឬរដ្ឋមន្ត្រីមួយចំនួនប៉ុន្តែបើអ្នកទាំងហ្នឹងសិតទៅនៅក្នុងក្រុមអចិន្ត្រៃយ៍ដដែលបូកចុះបូកឡើងទៅវានៅប្រហែល80នាក់ក្នុង80នាក់នេះមានម្នាក់អាចនឹងខឹងសម្បាជាមួយអ៊ុងអ៊ីងដែលជានាយករដ្ឋមន្ត្រីថៃគេបានទទួលសារនេះនៅក្រោយម៉ោង5ល្ងាចប៉ុន្តែម៉ោង10បែរជាអ៊ុងអ៊ីងវាយប្រហារលើខ្ញុំដូច្នេះគេក៏ខឹងដែរគេខឹងជំនួសខ្ញុំស្អីឈ្មោះអាវតាមាន Facebook មួយឈ្មោះអាវតាយក9នាទីយកទៅផ្សាយខ្ញុំថ្ងៃនោះអាការបីឃ្លាយនោះថ្ងៃប្រហែលបាទ17ថ្ងៃ17អញ្ចឹងបានសក្តិថាថ្ងៃ16ថ្ងៃ15ចរចាគ្នាថ្ងៃ16អង្គអ៊ីងវាយប្រហារខ្ញុំពីបាងកកថ្ងៃ17បែកគ្នាពេលហ្នឹង fresh new រុញអាហ្នឹងមកឲ្យខ្ញុំពុទ្ធថាដែលជាប្រធាន fresh new ពុកខ្ញុំចង់ផ្សាយអាហ្នឹងខ្ញុំថាកុំឲ្យសោះតើវាបែកមកពីតាណាវាទៅតាណាខ្ញុំឲ្យផ្អាកអាហ្នឹងស្រាប់តែចេញប្រតិកម្មពីកម្មថៃមកវិញញ៉ែតខ្ញុំក៏បង្ហោះសារមួយចេញទៅតែខ្ញុំពិតជាបានថតសម្លេងហើយបានចែកចាយទៅឲ្យមេដឹកនាំរបស់ខ្ញុំប៉ុន្តែគេបានយកតែ9នាទីទេហើយខ្ញុំមាន17នាទី6វិនាទី
បើចង់បានខ្ញុំនឹងបង្ហោះអញ្ចឹងខ្ញុំក៏បង្ហោះអានឹងហើយខ្ញុំក៏ដេកទៅញាក់ឡើងឃើញគេប្រតិកម្មប្រងព្រាតមកអញ្ចឹងបង្ហើយប្រៅទៅឥឡូវលោកជំទាវនាយករដ្ឋមន្ត្រីលោកជំទាវចេញមកថានេះជាយុទ្ធសាស្ត្រចរចាឬក៏ជាតាក់ទិកចរចាសូមលោកជំទាវបកស្រាយឲ្យខ្ញុំព្រោះខ្ញុំមើលឃើញតែពីរចំណុចទេចំណុចទី1ដើម្បីតម្រូវចិត្តហ៊ុនសែនលោកជំទាវសុកចិត្តជេរមេតាហានខ្លួនឯងតើនេះត្រង់នៅប្រទេសថៃចាត់ទុកយ៉ាងម៉េចមិនដឹងទេប៉ុន្តែបើនៅកម្ពុជាគឺទោសស្គាល់ជាតិតែម្ដងគប់ខិតជាមួយបរទេសជេរមេតាហានខ្លួនឯងលោកជំទាវគិតមើលទៅខ្ញុំមិនបាននិយាយរឿងមេវិជ្ជាការភូមិភាគទេសូម្បីតែមកដល់ថ្ងៃនេះខ្ញុំអត់ដែលនិយាយទើបនឹងនិយាយពាក្យមេវិជ្ជាការភូមិភាគម៉ោងហ្នឹងខ្ញុំអត់ដែលនិយាយប៉ះពាល់របស់គាត់ទេចំពោះគាត់ទេខ្ញុំយល់អំពីភារកិច្ចរបស់មេតបមិនថាមេតបយើងមិនថាមេតបគេទេវាត្រូវតែមានចរិតអញ្ចឹងណាបានគេហៅមេតបខ្ញុំអត់ដែលចាត់ទុកថាមេភូមិភាគ2ហ្នឹងបើហើនភ្លើអីចេះចោលខ្ញុំអត់ដែលនិយាយផងខ្ញុំមានបានសួរខ្ញុំបានស្ដាប់សម្លេងនៅមើលខ្ញុំមានបានទៅថាមេភូមិភាគហ្នឹងបើហើនណាខ្លួនឯងតើជាអ្នកនិយាយថាមេភូមិភាគហ្នឹងវាចេះវាចុះណារហូតដល់មានការអាងតាមរយៈនៃជំនួយការរបស់ខ្ញុំថាបើសិនជាអំណាចរឹងមាំហើយអាមួយហ្នឹងត្រូវជាប់គុកទៀតពួកខ្ញុំយល់អំពីរបៀបធ្វើមេតបយើងមិនអាចទៅបន្ទោសគេថាគេពើងទ្រូងគេអីអញ្ចឹងចោលទេអត់ទេមេតបខាងយើងក៏ត្រូវតែសម្ដែងរឹកអញ្ចឹងដែរអាហ្នឹងពួកអាហ្នឹងមិនហៅតបទៅកប្រូនមិនបានសវត្ថឆៃហើយពីដើមក៏ជាមេភូមិភាគ2នឹងដែរហើយវាយជាមួយកម្ពុជាវាយគ្នានោះវាយទីចំផុតសវត្ថឆៃចូលនិវត្តន៍ហើយទៅផ្ទះខ្ញុំដល់មានឯករាជ្យនោះបានខ្ញុំសួរមើលសវត្ថឆៃមិនទេខ្ញុំអត់វាយតប100ម៉ោងសវត្ថឆៃកំភ្លើងធំមិនក៏សវត្ថឆៃឯងនៅតែវាយខ្ញុំសវត្ថឆៃថាខឹងពេកខឹងរឿងទៅប្រសាទតាកបីហើយគេដេញរត់ជ្រុះស្វ័យជើងខ្ញុំមិនបានប្រមាថមិនបានប៉ះពាល់មេតបថៃណាម្នាក់ទេប៉ុន្តែហេតុអីបានជាអង្គឯងទៅជាប្រមាថចំពោះមេតបខ្លួនឯងដើម្បីបំពេញចិត្តហ៊ុនសែនក្នុងពេលដែលខ្ញុំអត់ត្រូវការដឹងរឿងរបស់ឯងទេបើនៅកម្ពុជាវាមានទោសស្មើនឹងទោសគាត់ទៀតព្រោះជាមួយនឹងគូសន្តានាជាជនបរទេសហើយបែរជាវាយប្រហារមេតបខ្លួនឯងតើមានតម្លៃស្មើអីត្រង់ប្រទេសថៃចាត់ទុកថារឿងបែបនេះជារឿងធម្មតាគឺរឿងរបស់ថៃប៉ុន្តែកម្ពុជាអត់បានមិនអនុញ្ញាតឲ្យអ្នកណាបន្តបង្អាប់កម្លាំងប្រដាប់អាវុធរបស់ខ្លួនទេលោកជំទាវកុំប្រើពាក្យតាក់ទិកកុំប្រើពាក្យយុទ្ធសាស្ត្រអញ្ចឹងជ្រុងទី1គឺជ្រុងលោកជំទាវដើម្បីបំពេញចិត្តហ៊ុនសែនលោកជំទាវសុកចិត្តវាយប្រហារជនជាតិខ្លួនឯងទាហានខ្លួនឯងតើប្រទេសថៃចាត់ទុកថាជាអំពើក្បត់ឬចាត់ទុកថាជាអំពើធម្មតាទុកឲ្យប្រទេសថៃសម្រេចខ្លួនឯងទៅប៉ុន្តែសម្រាប់កម្ពុជាបទល្មើសនេះគឺបទល្មើសក្បត់ជាតិព្រោះជាការវាយប្រហារកម្លាំងប្រដាប់អាវុធខ្លួនឯងដើម្បីតម្រូវចិត្តជនបរទេសឯទិសទី2លោកជំទាវចង់បោកប្រាស់ខ្ញុំតែលោកជំទាវចាត់ទុកថាជាយុទ្ធសាស្ត្រចរចាឬយុទ្ធវិធីចរចាណែតាក់ទិកចរចាតែលោកជំទាវស្គាល់ហ៊ុនសែនតិចពេកហើយឪពុករបស់លោកជំទាវហៅហ៊ុនសែនជាមេ01 5ទៅថៃជិនចាត់ទុកខ្ញុំជាមេ
ហើយនេះខ្ញុំអាចនឹងបញ្ចេញអ្នកទៅនឹងឲ្យនិយាយប្រសិនបើខាងភាគីថៃត្រូវការឲ្យអ្នកទៅនឹងនិយាយហើយគេក៏ចេះភាសាថៃហើយតែបកប្រែនោះហ្មងឥឡូវជាអភិបាលរាជធានីអភិបាលរងរាជធានីភ្នំពេញហើយក៏ជាជំនួយការរបស់ខ្ញុំក្នុងតំណែងម្ដងរឿងនេះហើយខ្ញុំជំរាប01ហើយមុនទូរស័ព្ទមកសួរមិនបានមេ01ខឹងខ្លាំងម៉េចបានឯនេះប្រាប់ទៅថាមិនឲ្យគាត់ខឹងម៉េចបាញ់សម្លាប់ទាហានគាត់ហើយបិទច្រកបិទទល់ដែនហើយបិទអរែងទល់ដែនហើយមិនឲ្យគាត់ខឹងខ្ញុំថាអាដាមថៃជីនខ្វះការអប់រំកូនហើយខ្ញុំត្រូវតែទំរៀបខ្ញុំត្រូវតែវាយបកហើយខ្ញុំអត់មានជំរឿនទេការប្រមាថនេះវាធ្ងន់ធ្ងរពេកសម្រាប់ខ្ញុំសូម្បីតែមកដល់ថ្ងៃទី24ហើយទម្លាក់បញ្ហាអនឡាញបន្តិចទៀតខ្ញុំនិយាយរឿងអនឡាញថ្ងៃ24ហើយមកវាយប្រហារកម្ពុជាអំពីបញ្ហាអនឡាញដោយខ្ញុំមិនអត់ឲ្យអ្នកទេហើយអ្នកទេហើយកម្ពុជាក៏មិនអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីបែបនេះកើតដែរយើងរងចាំធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីកុំថាខ្ញុំជ្រៀតជ្រែកលូកដៃទៅលើបញ្ហាការទម្លាក់រដ្ឋាភិបាលថៃអត់ទេប៉ុន្តែខ្ញុំគ្រាន់តែផ្ដល់ឲ្យទៅប្រទេសថៃបានដឹងថានាយករដ្ឋមន្ត្រីធ្វើអំពើស្មោកគ្រោកបែបណាចំពោះជាតិសាសន៍ខ្លួនឯងតែប៉ុណ្ណោះការប្រមាថចំពោះនាយទាហានម្នាក់ដែលជាប្រធានយោធភូមិភាគវាជាការប្រមាថព្រះមហាក្សត្រថៃព្រោះការតែងតាំងឧត្តមសេនីយ៍គឺមានតែព្រះមហាក្សត្រទេដែលមានបរិយាសិទ្ធិចេញបរិយាកិច្ចតែងតាំងលោកជំទាវត្រូវយល់បើយល់មកដល់ខ្ញុំជួយបញ្យល់ប្រមាថឧត្តមសេនីយ៍តូម្នាក់មិនចាប់បាច់ដល់ឧត្តមសេនីយ៍តូទៅខ្ញុំហៅថាឧត្តមសេនីយ៍ចឹងដល់គឺស្មើនឹងការប្រមាថអង្គព្រះមហាក្សត្ររបស់ថៃតម្រង់តើជាអំពើអ្វីទុកឲ្យថៃវិនិច្ឆ័យខ្លួនឯងទៅប៉ុន្តែសម្រាប់ហ៊ុនសែនលោកជំទាវថាតាក់ទិចចរចាឬយុទ្ធសាស្ត្រចរចាលោកជំទាវមើលហ៊ុនសែនខុសហើយលើលោកនេះដូចជាមិនតាន់មាននរណាដែលអាចបោកប្រាស់ហ៊ុនសែនទៅរួចទេដែលអាចមានព្រៀបលើការចរចាជាមួយហ៊ុនសែនទេសូម្បីតែបកូនណាបៃតាប្រងបានទទួលយកការពិតមួយចាត់5ពីហ្វែអង្គតាដូណថ្ងៃ2ធ្នូ1987ព្រះអង្គថាហ៊ុនសែនឆ្លាតព្រះអង្គចង់ឲ្យមានហ៊ុនសែនច្រើនឲ្យកម្ពុជាមានហ៊ុនសែនច្រើនលួងម៉ែបកូនណាបច្ចុប្បន្នលោកទៅមើលខុសហើយការប្រមាថមនុស្សក៏ប្រមាថខុសដែរប្រមាថចំអ្នកដែលមានគុណធម៌នឹងជួយសងគ្រោះឪពុកនិងម្ដាយមីងរបស់អ្នកហើយខ្ញុំនឹងនិយាយអស់ថ្ងៃនេះខ្ញុំមិនទុកមុខឲ្យណែទៀតទេខ្ញុំក៏ជាមនុស្សដែលមានបេះដូងដែរខ្ញុំក៏ចេះទទួលការជួយចាប់ដែរអ្នកអាចប្រមាថជួនជាតិអ្នកឯងបានតែមិនអាចប្រមាថខ្ញុំបានទេអ្នកឯងប្រមាថឧត្តមសេនីយ៍កងទ័ពរបស់អ្នកឯងស្មើនឹងប្រមាថព្រះមហាក្សត្រដើម្បីបំពេញចិត្តជួនជាតិបរទេសខ្ញុំជាបរទេសទោះបីនាងទោះបីលោកជំទាវហៅខ្ញុំជាពូក៏ប៉ុន្តែយើងពិភាក្សាបញ្ហាជាតិហេតុអីបានលោកជំទាវត្រូវវាយប្រហារកងទ័ពខ្លួនឯងទោះបីកងទ័ពកំពុងមានអរិយភាពជាមួយកងទ័ពកម្ពុជាក៏ប៉ុន្តែលោកជំទាវអត់ត្រូវមើលងាយកងទ័ពខ្លួនឯងទេបើមានបញ្ហាអីមានវិន័យអី
គឺលោកជំទាវត្រូវនិយាយទីក្នុងខ្លួនឯងមិនត្រូវនិយាយប្រាប់ជូនបរទេសទេខ្ញុំក៏ដូចគ្នាខ្ញុំធ្វើនាយករដ្ឋមន្ត្រីវាឆ្អែតឆ្អន់នៅលើលោកីនេះមានតែហ៊ុនសែនទេដែលធ្វើនាយករដ្ឋមន្ត្រីបានយូរជាងគេនោះខ្ញុំគ្មានទម្លាប់ទៅបន្តបង្អាប់មន្ត្រីខ្លួនឯងចំពោះមុខជនជាតិបរទេសទេប៉ុន្តែពេលប្រជុំនៅក្នុងអង្គប្រជុំអីដាក់យក100ជួនកាលកណ្ដាលនៅពេញជេរចវាយខេតជេរចវាយខេតជេរត្រង់ហ្មងចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួនអាភាវានៅតែរាប់អានខ្ញុំវាហៅតែខ្ញុំពុកតដែលទោះបីខ្ញុំជេរវាមិនក្រោយលើរដ្ឋលេខាធិការមហាផ្ទៃសួរតែប្រាក់ចំណូលកម្មករប្រមាណក្នុងមួយខែចវាយខែក្រាបអត់បានវាទៅជាក្រសួងការងារជាអ្នកក្រាបបានហើយនឹងដែលប្រធានក្រុមការងារក្រាបបានថាឆ្វាយខែធ្វើមិនអានឹងហើយដែលយើងត្រូវក្រាបថាចំណូលប្រាក់ចំណូលរបស់ប្រជាជននៅក្នុងខេត្តវាបានប្រមាណតើតោះនឹងចំណូលរបស់កម្មករនៅក្នុងខេត្តនោះបើធ្វើច្បាយខេត្តតាំងពីនំមកគ្រប់ច្បាយខេត្តត្រៀមរបាយការណ៍ប្រាក់ចំណូល GDP របស់ប្រជាជនម្នាក់ប្រមាណប៉ុន្តែខ្ញុំមិនយករឿងអស់អញ្ចឹងទៅប្រាប់ពួកបរទេសតែកំពុងមានបញ្ហាជាមួយគេទោះបីតែគ្មានបញ្ហាវាគ្មានទៅរឿងអីយើងអាចនិយាយបានថាយើងកំពុងត្រូវការបំពេញបន្ថែមសមត្ថភាពមន្ត្រីរបស់យើងស្អីចេះចុះព្រោះយើងមានខ្វះចន្លោះអីចេះចុះយើងអាចនិយាយព្រោះយើងត្រូវការពង្រឹងសមត្ថភាពប៉ុន្តែនេះជេរណាកុំក្រាបអាប់ប៉ុន្តែតង់ថាភាសាថៃយ៉ាងម៉េចសូមឲ្យភាគីថៃបកជួយបកផងកែលោកបកជាខ្មែរមកវាមិនវាខុសពាក្យហើយភាសាខ្មែរបកទៅភាសាថៃក៏វាខុសពាក្យឮថាអាពាក្យដែលថាខ្ញុំមិនយករែងផលប្រយោជន៍ជាតិទៅដោះដូរនឹងការរាប់អានថាសួរទៅអាហួតថាអត់បានបកប្រែអញ្ចឹងសូមខាងថៃជួយបកប្រែឲ្យផងទៅបកប្រែពីថៃមកខ្មែរត្រូវឬអត់បកខ្មែរពីខ្មែរទៅថៃត្រូវអត់អាហ្នឹងលោកជំទាវនិយាយពីរឿងបញ្ហាចរចាហើយសូមលោកជំទាវកុំនិយាយរឿងបញ្ហាគុណធម៌ជាមួយខ្ញុំក្នុងពេលដែលលោកជំទាវជាក្មេងម្នាក់ដែលប្រមាថមនុស្សចាស់លោកជំទាវជានាយករដ្ឋមន្ត្រីខ្ញុំទទួលស្គាល់ហើយតែលោកជំទាវក៏ត្រូវទទួលស្គាល់ថាខ្ញុំក៏ជាមេដឹកនាំនៅក្នុងអំណាចមួយដែរដែលមានតួនាទីលំដាប់ទី2នៅក្នុងប្រទេសបន្ទាប់ពីព្រះមហាក្សត្រហើយគ្មានច្បាប់ណាហាមឃាត់មិនឲ្យថតសម្លេងទេប្រទេសណាក៏ដោយតែគេទូរស័ព្ទរកគ្នាគេថតសម្លេងហើយក្នុងតំណែងម្ដងនោះគេរក្សាទុកឯកសារវាជាផ្នែកមួយនៃឯកសារជាឯកសារក្នុងតំណែងម្ដងជាមួយបរទេសការបែកធ្លាយអាវីគ្លិកមិនដឹងជាបែកធ្លាយប្រមាណទេសូម្បីតែសម្ដីលីគួងយូរបស់សិង្ហបុរីនិយាយពីកម្ពុជាក៏មាននៅក្នុងអាវីគ្លិកនោះដែរប្រទេសមួយចំនួនត្រូវបានអ្នកប្រទេសមិត្តភ័ក្តិលួចស្ដាប់សម្លេងចាប់សម្លេងតែខ្ញុំមិនធ្វើដល់អានោះទេលោកជំទាវខ្លាចអីអានេះជាកំណត់ហេតុវាមានកំណត់ហេតុដោយសារសម្លេងដោយការថតសម្លេងនិងកំណត់ហេតុដោយការជាទូទៅសម័យនេះគឺសម័យគេថតសម្លេងទាំងអស់នោះហើយតែប្រើកាប៊ីនបកប្រែនឹងហើយគេថតបាត់ហើយប្រើកាប៊ីនបកប្រែគេថតទាំងអស់ព្រោះគាត់គ្មានណាគាត់ត្រាតន់ទេហើយអ្នកខ្លះហេចង់ប្រឹងលោកហ៊ុនសែនប្រឹងទៅលោកព្រះហើយប្រឹងនៅតុលាការថៃទៅឲ្យនៅស្រុកខ្មែរតុលាការថៃមានយុត្តិការលើហ៊ុនសែនទៅប្រឹងទៅ
សុំអ្នកដាក់ពាក្យបណ្ដឹងឲ្យបាន5000បណ្ដឹងល្អបំផុតប្រឹងទៅនាំទៅប្រឹងទៅតុលាការទៅសង្គមតាជនជាតិថៃនឹងយល់អំពីបញ្ហានេះទី2រឿងអនឡាញលោកជំទាវកំពុងបង្វិលស្ថានភាពមួយដែលលោកជំទាវមិនគួរធ្វើទេក្នុងពេលដែលលោកជំទាវមកទល់ដែនប៉ោយប៉ែតលោកជំទាវបញ្យល់មកខ្ញុំថាគាត់មកពិនិត្យកន្លែងដាក់ស្អីscan កុងតឺន័រអីនោះមិនមកមើលអនឡាញទេរឿងនោះថាជារឿងមួយទៅចុះប៉ុន្តែហេតុអីបានជាថ្ងៃទី24នេះឥឡូវ26 27មកសល់មួយថ្ងៃនេះលោកជំទាវបែរជាមកនិយាយថាប្រកាសថាបិទទល់ដែនដើម្បីប្រឆាំងអនឡាញក្នុងពេលដែលព្រំដែនបិទតាំងពីថ្ងៃទី7មិនក៏លោកជំទាវទៅមកប្រកាសបិទថ្ងៃទី24ដើម្បីប្រឆាំងអនឡាញលោកជំទាវតើលោកនេះគេល្ងងដូចលោកជំទាវដែរកម្ពុជាគ្រាន់តែជាជនរងគ្រោះនៃអនឡាញរបស់ថៃតែប៉ុណ្ណោះហេតុអីមានតែប្រទេសថៃមួយគត់ដែលមានជើងអាកាសតភ្ជាប់ពីប្រទេសខាងក្រៅចូលមកក្នុងប្រទេសថៃម៉ាយ៉ាម៉ាឡាវនិងកម្ពុជាគ្មានជើងអាកាសធុនធំហោះត្រង់ចូលមកទេអញ្ចឹងអ្នកឆោបោកអនឡាញទាំងប្រមាណត្រូវសម្រួលដោយអាជ្ញាធរថៃទាំងអស់សមិទ្ធចិនអាមេរិកឬអ្នកដទៃទៀតមើលឲ្យច្បាស់កន្លែងនេះកុំយកមកជាមួយនឹងមិត្តចិនហើយមកវាយប្រហារជាមួយកម្ពុជាក៏ធ្វើការជាមួយចិនដែរខ្ញុំចុះហត្ថលេខាបិទអនឡាញតាំងពីឆ្នាំ2019នោះហេតុអីបានលោកជំទាវទម្លាក់បញ្ហានេះមកឲ្យកម្ពុជាបង្វែរបញ្ហាការឈ្លានពានមកកាន់បញ្ហាថាបិទទួលដែនដើម្បីបង្ក្រាបនៅអក្រិតកម្មអនឡាញលោកជំទាវកុំភ្លេចអនឡាញនៅក្នុងព្រំដែនជាមួយនឹងម៉ាយ៉ាម៉ាអ៊ីនធឺណិតនិងភ្លើងចេញពីថៃទៅតាអនឡាញនៅឡាវក៏អ៊ីនធឺណិតទៅពីថៃតាកម្ពុជាទទួលផលអាក្រក់ពីថៃតាឥឡូវជើងហោះហើរតែមកពីចម្ងាយកម្ពុជាអត់មានជើងហោះហើរមកពីចម្ងាយទេមកឆ្លងកាត់មកបែងចែកនៅនឹងថៃនឹងតែម្ដងអ្នកណាទៅធ្វើសកម្មភាពក្នុងប្រទេសថៃអ្នកណាទៅឡាវអ្នកណាទៅម៉ាយ៉ាម៉ាអ្នកណាមកកម្ពុជាសូមឲ្យបរទេសមើលឲ្យឃើញដើម្បីបង្កើតនៅសហប្រតិបត្តិការខ្ញុំបានដាក់ទឿនលោកជំទាវតាមរយៈសារខ្ញុំមួយអបអរសាទរចំពោះការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញរបស់ថៃហើយខ្ញុំបាននិយាយថាបញ្ហាអនឡាញមិនទាន់ជាប់ទេវាតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការព្រោះវាគីខ្ញុំចង់ដាក់ទឿនលោកជំទាវថាការធ្វើម្នាក់ឯងវាមិនគ្រប់គ្រាន់ទេយើងត្រូវសហការគ្នាហើយក្រោយមកយើងបានពិភាក្សាគ្នាហេតុអីបានលោកជំទាវមកទម្លាក់កំហុសឲ្យកម្ពុជាក្នុងពេលដែលប្រទេសលោកជំទាវពោពេញទៅដោយលបាយអនឡាញដែរនោះ
ហើយជាមជ្ឈមណ្ឌលនៃការចែកចាយរាប់ទាំងការចាប់តារាភាពយន្តរបស់ចិនអញ្ចឹងតើចាប់នៅក្នុងប្រទេសកម្ពុជាឬចាប់នៅក្នុងប្រទេសថៃចាប់នៅក្នុងប្រទេសថៃហើយមិនបានលោកជំទាវមិនយកមកនិយាយឥឡូវសូមឲ្យសារព័ត៌មានខ្មែរចាក់អារឿងអំពើទាំងឡាយដែលកើតក្នុងប្រទេសថៃឲ្យបានពេញទូរទស្សន៍ខ្មែរទាំងអស់ដើម្បីឲ្យថៃមើលវិញដែលបានអក្រិតកម្មកើតនៅក្នុងប្រទេសថៃយល់ទេរឿងនេះកម្ពុជាបានធ្វើការអត់ធ្មត់ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបក្រាបទាំងអស់គ្នាប៉ុន្តែលោកជំទាវយករួចខ្លួនហើយមកដាក់កំហុសឲ្យកម្ពុជាទទួលយកអត់បានទេលោកជំទាវធ្វើកំហុសធ្ងន់ធ្ងរណាស់បញ្ហាហ្នឹងលោកជំទាវស្ដោះព្រោះឈាមដាក់គេប៉ុន្តែលោកជំទាវភ្លេចថាឈាមនោះវាចេញពីខ្លួនរបស់លោកជំទាវអ្នកណាចិញ្ចឹមក្រុមអក្រិតជននៅតាមព្រំដែនជាមួយភូមិជាមួយម៉ៃម៉ាអ្នកណាចិញ្ចឹមអក្រិតជននៅតាមព្រំដែនឡាយសម្រាប់កម្ពុជាចេះធ្វើហើយលោកជំទាវថាផ្គត់ផ្គង់អ៊ីនធឺណិតកម្ពុជាបានកាត់ផ្ដាច់តាំងពីថ្ងៃមុនថ្ងៃ24លោកជំទាវហើយលោកជំទាវបានសុំទោសខ្ញុំលោកជំទាវគិតតែថាកម្ពុជាទទួលព័ត៌មានខុសប៉ុន្តែនៅពេលដែលមានការបញ្យល់លោកជំទាវបានសុំទោសខ្ញុំអីទេលោកជំទាវអត់ដឹងថាក្រសួងការបរទេសរបស់លោកជំទាវបានប្រមានកម្ពុជាដើម្បីកាត់ភ្លើងកាត់អ៊ីនធឺណិតកម្ពុជាមិនចាំបាច់ឲ្យលោកជំទាវកាត់ទេយើងកាត់មុនអញ្ចឹងសូមលោកជំទាវសូមប្រជាជនថៃមើលឲ្យច្បាស់ល្បិចមេដឹកនាំរបស់ប្រជាជនថៃវាយ៉ាងម៉េចខ្ញុំមិនបន្ទើបបកភឿថៃទេតែខ្ញុំបន្ទោសតួអង្គដឹកនាំខ្វះការទទួលខុសត្រូវមិនស្មោះត្រង់ជាមួយនឹងប្រជាជនខ្លួនឯងពលរដ្ឋខ្លួនឯងហើយមិនស្មោះត្រង់ជាមួយដៃគូសន្តិរាទៀតបើពលរដ្ឋខ្លួនឯងមិនស្មោះត្រង់ជាមួយផងតើយើងជឿទុកចិត្តមិនទៅបាននឹងបញ្ហាអនឡាញឈប់ព្រោះឈាមដាក់គេទៅយើងចង់ស្វែងរកសហប្រតិបត្តិការដើម្បីធ្វើឲ្យព្រឹកភ្នែកទាំងអស់គ្នាឥឡូវឮថាអនឡាញវាមានដល់អាមេរិកដល់អីនោះអញ្ចឹងសូមឲ្យបណ្ដាប្រជាជាតិលើលោកសហប្រតិបត្តិការគ្នាអប់រំពលរដ្ឋកុំឲ្យលេងល្បែងបើកាលណាមនុស្សឈប់លេងល្បែងតើអនឡាញនៅវាដើររួចទេខ្ញុំធ្លាប់បាននិយាយហើយបើចង់កម្ចាត់គ្រឿងញៀនត្រូវតែកម្ចាត់ទីផ្សារគ្រឿងញៀនជាមុនតើប្រទេសណាខ្លះប្រទេសដែលមានប្រើគ្រឿងញៀនច្រើនណាស់បានជាបង្កើតឲ្យមានប្រទេសឲ្យមានដាំវាមានតកេត្រូវការវាមានទៅមានអ្នកដាំដុះដើម្បីផ្គត់ផ្គង់ប្រទេសនៅលើពិភពលោកទាំងអស់មានការទទួលខុសត្រូវដូចគ្នាដោយសារតែប្រទេសអស់លោកគ្មានសមត្ថភាពអប់រំប្រជាពលរដ្ឋកុំឲ្យលេងល្បែងនឹងហើយបានវាមានអនឡាញនឹងបានវាមានល្បែងនឹងហើយល្បែងនឹងឥឡូវវិធីតែមួយគត់ដើម្បីនឹងប្រវត្តិវាគឺប្រវត្តិអ៊ីនធឺណិតទាំងអស់ហើយបើប្រវត្តិអ៊ីនធឺណិតទាំងអស់វាងាប់ទាំងរដ្ឋាភិបាលទាំងប្រោយពួកភេរវកម្មវាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋវិនិយោគដើម្បីវាយប្រហារភេរវកម្មហើយឥឡូវពួកអក្រិតជនអនឡាញឆបោកគ្រឿងញៀនជួយដូរមនុស្ស
សុទ្ធតែប្រើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋដើម្បីធ្វើសកម្មភាពរដ្ឋវិទ្យុបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធតាក់ទងជាមួយនឹងអ៊ីនធឺណិតតាក់ទងជាមួយនឹងស្អីគឺបញ្ចូលមកអញ្ចឹងបើថៃមានសន្តានចិត្តល្អកុំភ្លេចបង្កើតសហប្រតិបត្តិការទៅយើងក្រៀមគ្រួននឹងសហប្រតិបត្តិការទៅលើការប្រយុទ្ធប្រឆាំងអក្រិតកម្មគ្រប់ប្រភេទមិនមែនត្រឹមតែអនឡាញមួយទេជួយដុំមនុស្សយើងលើខ្វះគ្រឿងញៀនហើយគ្រឿងញៀនលោកជំទាវឮទេលោកជំទាវត្រូវចាំខេត្ត4នៅភាគខាងមុខផ្ទុះអាវុធសឹងតារាថ្ងៃសឹងតារាអាទិត្យសឹងតារាខែរហូតដល់ម៉ៃអាម៉ារហូតដល់ម៉ាឡេស៊ីកំពុងថាអាចនឹងធ្វើរបងដើម្បីទប់ស្កាត់គ្រឿងញៀនចេញពីថៃចូលទៅម៉ាឡេតើប្រទេសម៉ាឡេស៊ីនិយាយយ៉ាងដូចនេះមានន័យថាសម្បុកគ្រឿងញៀននៅក្នុងប្រទេសថៃមិនតូចទេគឺធំណាស់គឺធំណាស់សង្ឃឹមថាលោកជំទាវមិនឈឺក្បាលទេសម្រាប់ភាសាខ្ញុំប៉ុន្តែប្រជាជនថៃអាចនឹងត្រូវបានបំភ្លឺសូមកុំព្រោះឈាមមកកម្ពុជារាប់ទាំងរដ្ឋមន្ត្រីការពារជាតិដែលប្រហើនក្នុងរយៈពេលកន្លងទៅថ្ងៃនេះខ្ញុំត្រូវតែបដៅអំពីបញ្ហាទាក់ទងនឹងការគម្រាមកាត់ភ្លើងនិងអ៊ីនធឺណិតជាចំណុចទី3អ្នកនិយាយថាកម្ពុជាបានទទួលព័ត៌មានខុសប៉ុន្តែនៅពេលដែលយើងពន្យល់អ្នកសូមទោសខ្ញុំអ្នកមិនស័ក្តិសមធ្វើនាយករដ្ឋមន្ត្រីទេសូម្បីតែក្រសួងការបរទេសរបស់អ្នកប្រមាថប្រទេសរបស់ខ្ញុំក៏អ្នកមិនដឹងផងហើយបែរជាមកតុំទុកខ្ញុំតាមទូរស័ព្ទអញ្ចឹងកម្ពុជាអត់មានជំរឿនទុកឲ្យលោកជំទាវកាត់ហើយលោកជំទាវដាក់ថាសេណារីយ៉ូទី1សេណារីយ៉ូទី2សេណារីយ៉ូទី3បើអញ្ចឹងគង់តែគេត្រៀមសេណារីយ៉ូដដែលកម្ពុជាកាត់មុនបាត់ទៅហើយកម្ពុជាចង់រក្សានៅកិច្ចសន្យារកស៊ីជាមួយគ្នានៅពេលដែលគេគម្រាមកម្ពុជាមានភ្លើងមានស្អីគ្រប់គ្រាន់អស់ទៅហើយប៉ុន្តែយើងគោរពកុំត្រាការរកស៊ីប៉ុន្តែនៅពេលដែលត្រូវទទួលការព្រមានយើងបង្ខំចិត្តកាត់ប្រាច់ចោលហត់ពងដោយអ៊ីនធឺណិតពីប្រភពផ្សេងនៅខេត្តកោះកុងយើងមានអគ្គិសនីនៅទីនោះ50មេហ្គាវ៉ាត់ប៉ុន្តែដោយសារមានក្រុមហ៊ុនទំនាក់ទំនងរកស៊ីជាមួយគ្នាយើងបន្តយកភ្លើងពីត្រាតប៉ុន្តែនៅពេលដែលខាត់ត្រាខាងត្រាតថាគេកំពុងប្រល់គេនឹងកាត់ក្នុងករណីដែលមានបទវិជាអញ្ចឹងទេនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបញ្ជាឲ្យកាត់មុនម៉ោង6ព្រឹកដាច់ទៅខាតប្រមាណខាតទៅឥឡូវខ្ញុំចង់សួរទៅឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិដែលម្សិលមិញលោកឯងថ្លែងថាកម្ពុជានៅទិញភ្លើងលោកឯង6ចំណុចលោកឯងឆ្លើយប្រាប់ប្រជាជនថៃនិងប្រជាជនកម្ពុជាតើនៅកន្លែងណាទៀតយប់មិញខ្ញុំឲ្យពិនិត្យមកយប់រដ្ឋមន្ត្រីក្រសួងធម្មពលរ៉ែនិងធម្មពលបានបញ្ជូនសារជាក់លាក់គេតាមមើលមកយប់មិញហើយគឺអត់មាននៅតាណាទេតើលោករដ្ឋមន្ត្រីការពារជាតិថៃមានសេចក្តីថ្លៃថ្នូរក្នុងការនិយាយទេ
ឬលោកអត់ក្រាប់បញ្ហាបានបែរជាលោកខិតខំបង្អាប់បន្ទប់បង្អាប់កម្ពុជាម៉ោងនេះពេលនេះកម្ពុជាអត់មានប្រើអគ្គិសនីឬអ៊ីនធឺណិតរបស់ថៃទេរដ្ឋមន្ត្រីឯងកុំប្រហើនខ្ញុំប្រាប់ឲ្យហើយឥឡូវបើខ្លួនឯងជាមាសពិតប្រាកដបញ្ជាក់ជូនប្រជាជនថៃថានៅចំណុចណាខ្លះដែលខ្មែរកំពុងទិញភ្លើងខ្ញុំក៏ចង់ដឹងដែរព្រោះខ្ញុំក៏ត្រូវការឲ្យផ្ដាច់ទៅអស់ដែរអញ្ចឹងលោកឯងជួយប្រាប់ផងបើលោកឯងឆ្លើយថ្ងៃហ្នឹងមិនបានចំណុចប្រហែល6ចំណុចដែលលោកឯងនិយាយពីគឺលោកឯងមិនមែនជាមនុស្សទេនិយាយឲ្យលោកឯងឲ្យច្បាស់បើមិនមែនមនុស្សវាច្បាស់ជាស្អីហើយអាហ្នឹងវាអញ្ចឹងពួកខ្ញុំត្រូវតែគិតគូរពីកិត្តិយសជាតិរបស់ខ្ញុំដែរហើយកុំថាខ្ញុំអត់សិលធម៌អ្នកឯងអត់សិលធម៌អ្នកឯងបង្អាប់វៃបហាជួនជាតិរបស់ខ្ញុំប្រទេសរបស់ខ្ញុំអ្នកឯងគិតស្មានតែខ្ញុំជាកូនក្មេងកាលពីមុនពេលមានរឿងអ្នកឯងចង់បាននិយាយថាអ្នកឯងនិយាយខ្លះការខុសត្រូវកែតម្រូវកែស្អីលោកឯងធ្វើភ្លាមប៉ុន្តែប្រហែលថ្ងៃលោកឯងហាក់ដូចជាប្រើពេកទាសីហាជារដ្ឋមន្ត្រីការពារជាតិប៉ុន្តែខ្ញុំមិនចាំបាច់ឲ្យទាសីហានិយាយទេខ្ញុំនិយាយចំនួនរបស់នោះពួកខ្ញុំក៏តំណាងឲ្យជាតិនេះមួយដែរការពិតខ្ញុំត្រឹមតែឲ្យលោកឲ្យទាសីហានិយាយទៅវាគ្រប់គ្រាន់ប៉ុន្តែអត់ទេនិយាយថ្ងៃហ្នឹងបោកបញ្ចូលគ្នាទៅហ្មងទៅព្រោះតែ2នាក់ទេចេញមកបើមួយនាយករដ្ឋមន្ត្រីមួយទៀតរដ្ឋមន្ត្រីការពារជាតិវាយទាំងពីរមកថ្ងៃហ្នឹងខ្ញុំអត់វាយរដ្ឋាភិបាលទាំងមូលអត់វាយរដ្ឋាភិបាលទាំងមូលអញ្ចឹងសូមលោករដ្ឋមន្ត្រីក្រសួងការពារជាតិចេញមកបញ្ជាក់នៅថ្ងៃនេះនៅចំណុចណាខ្លះដែលមានទិញភ្លើងបើលោកមិនអាចបញ្ជាក់បានទេលោកមិនមែនជាមនុស្សទេខ្ញុំប្រមាថខ្ញុំប្រើថាខ្ញុំទទួលស្គាល់ថាខ្ញុំក៏ពងប្រមាថនេះព្រោះអ្នកបានប្រមាថខ្ញុំមុនជនជាតិសាសន៍ខ្ញុំមុននេះគ្រាន់តែជាការតបតដើម្បីការពារជាតិសាសន៍របស់ខ្ញុំតែប៉ុណ្ណោះនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំដឹងហើយអ្នកគឺជាអតីតជនកុម្មុយនីសដែលធ្លាប់ជាមិត្តភក្តិរបស់អានីសនធ្លាប់មកនៅកម្ពុជាឥឡូវអ្នកបានទៅជារដ្ឋមន្ត្រីការពារជាតិប៉ុន្តែអ្នកប្រហើនពេកហើយថ្ងៃមុនអ្នកបាននិយាយថាបកគលតួនាទីឲ្យយោធភូមិភាគទី2បិទច្រកតំបន់ធំអ្នកប្រើប្រាស់ការគំរាមពេលវេលានេះជាពេលវេលាដែលត្រូវថ្នាក់ថ្នមសភាពការលោករដ្ឋមន្ត្រីខ្ញុំមិនវាយលោកមុនទេប៉ុន្តែប្រសិនបើលោកវាយខ្ញុំមុនធម្មតាទេទាំងគេទាំងយើងសុទ្ធតែមានបញ្ហាគឺនោះជាស្ថានភាពចាញ់មិនមែនស្ថានភាពឈ្នះទេហ៊ុនសែនត្រូវការនៅស្ថានភាពឈ្នះប៉ុន្តែអ្វីដែលអស់លោកលេងល្បែងជាមួយពួកយើងខ្ញុំគឺសុទ្ធតែចាញ់ទាំងអស់ការបិទផ្លូវបិទផ្លូវនេះហើយចេះមកនិយាយដូចឈួតលោកជំទាវនាយករដ្ឋមន្ត្រីលោកជំទាវថាច្រកមិនបានបិទទេហើយចុះបើមិនបានបិទ
mấy cầu được bắt vì mong mấy đâu mong buồn bao cho vì mong của mùi ta đo mong đập mong của mấy hai nâng vì mong buồn ta mong đập dục để lọp tại thơ nâng nâng vừa bắt để thấy ấy còn lúc chụp tiêu mình vuốt bia nâng lúc chụp tiêu tha cái ăn bán bật đi hơi chơi như từ cao rương pram tranh bây giờ bật tuần đài này bật trọ hay Campuchia tới to hay nè đặc hát xong hơi khang thầy phía kia na cả đời thầy chăm dương cua lên là bài anh này đôi tổng nặng caประยุทธ์ จันทร์ โอชา lo chiêm rứ đồng nặng ca muôn ca thay đi lo chiêm tổng hôn bên đây chỉ cam Campuchia nằm thấy chia plei ca lực của môi pon liên đại khổng đông thay non trôn vào Campuchia năm pi pon vào vây buồn pram pon pi rồi liền Campuchia non tới thay mà pon mà rồi liền thay miền tổng hôn thông chiêng chủng luôn buôn pon mà rồi liền anh ấy mình toàn cất rê pai đại hoạt bàn quạt ra đi đại tam ca pan man cứประมาณ chuyện đó quan liênนี่เชื่อสถานเพียบใช่ไหมสถานเพียบใช่ไหมมันตีไปไทยตรึกไปชี้ชวนขมายยกลุยติดใจด่างใบเชียบาลในตีนูไอ้เลยซัวท่าตาวไปชี้ชวนขมายแต่เชียบาลที่ในเป็นเนี่ยเธอปัญหาหนึ่งการชนะในปีดับปรำทั้งไงมาในพอพอทั้งไงนั่งด่าเชื่อไอ้กับเตาเพื่อกี้ต่างหากตานี่เชื่อละใบจำนั้นชนะหรือก็จันต่างหากนี่การเกิดข้อขนมกะลาออกบวยอาจใกล้แต่เราบ้านนักขนมเป็นนี่ซอกใบจีมินบอดใบเชียท้าไทยห้ามคอดมันเอานอมโจลแต่ขนมประเทศไทยในดมโลงมีไพลชื่อปลายเครื่องตีอันนั้นเธอในตะวันไปเลยจังเธอปะเดกาบุยต่อไปต่อtớiเธอtu tử hôm vòng bao tiếp ai bật tay vào đóจังเนี่ยได้ขาดบ้องประเมินกัมพูชีได้กัมพูชีเมียนไทยนอนแต่ไทยใครได้ใครอดประโมพอลพอนั่งไทยเต้จีเนี่ยประโมพอลกายกะเลยเข้าห้อยเธอไม่ดักน้อมตรึกเชื่อเลยนะไว้ทำไรจะเพียบกายเถอะกัมพูชีเตรียมคล้วนนังเธอประกระไดเพียบลางไปจะมวยนังไทยผ่อนตายป่าให้เชื่อมันหายเธอในขนมกะลาเตซ่าในนิยมรอนได้รูปนี้ดิเกี่ยวลือท่าไงมวยนี่ตัวละกาทอมมันนุ่นไทยนังเธอกาเป็นนัดตัวเลือไปอย่าหากาจูดำในบอดโยดำในนั่นเรื่องใกล้กาติ๊กลงไตพอได้เรื่องตัวนี้คือการใจเมาจังการใจเมาจังอันนั้นเรื่องปัญหาเรื่องเพลิงเรื่องอินเทอร์เน็ตจังสมโลกรัฐในกาปิจิตเมียนจะใกล้ไทยโนใจเมาประโยชน์หรือก่อนโลกบ่โลกรอมันเคยเตะโลกกูแต่ชายท่าขยมกระดับสเปียบกาอดบานกูแต่เป็นเจ้าดำไปเอาไปชี้ชวนต่างซองค้างใช่ไหมบ่สั้นเจอโลกมันคล้ายไอ้บ่สั้นเชือกโลกจังอ้อยบางหายออกชมพ่อกุ้นดำไปเอาหมุนเตรียกิสริตกัดปั่นไตยุบมันกิตามโรมายุบเมียนกับไรนามุย
ដែលបន្តប្រើប្រាស់ក្នុងបណ្ដាញជាតិឬបណ្ដាញក្រៅជាតិជាមួយនឹងភ្លើងថៃទេប៉ុន្តែដើម្បីបង្អាប់កម្ពុជាលោកធ្វើរឿងនេះមិនកប់បីទេហើយមិនស័ក្តិសមឋានៈជារដ្ឋមន្ត្រីទេខ្ញុំប្រមាថបានព្រោះអ្នកប្រមាថខ្ញុំមុនវាទៅជាអ្នកមានគុណអីរហូតសិតថាក្រុមហ៊ុននឹងគេរកស៊ីអីគេមិនបានបំពេញកិច្ចសន្យាឥឡូវអាក្រុមហ៊ុនណានឹងខ្មែរបើហ៊ុនម៉ាណែតមិនយកបញ្ចូលគុកបានទេខ្ញុំគិតថាហ៊ុនម៉ាណែតគឺក៏មិនមែនជាកូនរបស់ហ៊ុនសែនដែរមិនស័ក្តិសមជាកូនរបស់ហ៊ុនសែនព្រោះឲ្យផ្ដាច់យូរហើយមិនក៏ឲ្យមិនកាច់ចាំដល់ណាទៀតគេស័ក្តិសមធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែគេមិនស័ក្តិសមធ្វើជាកូនហ៊ុនសែនប៉ុន្តែវាច្បាស់ណាស់វាកូនហ៊ុនសែនបាត់ទៅហើយគេថាឪពុកកូនឪពុកនិយាយមុខកម្ៅកូននិយាយមុខឲ្យខ្ញុំចុះឲ្យវាគួយប៉ុន្តែម៉ែវាមុខឲ្យខ្ញុំដែរអត់មានសក់ទេតែពីតូចសក់ច្រើននេះគេហើយម្សិលមិញបានក៏ឲ្យទៅហ៊ានយកមកពាក់ហើយអត់តលេងនៅក្នុងកងទ័ពឡើយតើនៅក្នុងកងទ័ពជានាយទាហានការពារកាលហ្នឹងឲ្យធ្វើជានាយទាហានការពារផងនិងធ្វើជាលេខាផ្ទាល់ផងនៅវិរៈនៃឯងតែកាន់តួនាទីដល់ទៅបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនោះហើយដល់ទៅថត3នាក់បងប្អូនគេហ្នឹងខ្ញុំក៏បង្ហោះលេងទៅខ្ញុំថា3នាក់ហ្នឹង2នាក់មានសក់តែមានមួកពាក់ហើយម្នាក់ទៀតអត់សក់តែអត់មានមួកពាក់ទៀតជួយអាហ្នឹងកូនប្រុសពៅឥឡូវបញ្ហាទាក់ទងនឹងប្រេងនិងអូស្មန်កើតចេញពីអីទៀតកើតចេញពីពួកអ្នកគម្រាមទៀតការពិតយើងនៅមានទិញប្រេងទិញអូស្មန်ពីថៃមកដែរហើយចង់យើងក៏ដឹងថាមានក្រុមហ៊ុនថៃមួយជាក្រុមហ៊ុនរដ្ឋទៀតPTT ហ្នឹងក៏ក្រុមហ៊ុនរដ្ឋថៃរកស៊ីក្នុងស្រុកខ្មែរប៉ុន្តែតើគម្រាមម្ដងហើយម្ដងទៀតវិធីជំរឿទៅមួយគាត់នាយករដ្ឋមន្ត្រីប្រកាសចាប់ពីម៉ោង12យប់នឹងទៅលេងទទួលយកពួកកុំភ្លេចណាទីផ្សារលើពិភពលោកកំពុងតែប្រជែងគ្នាលក់ទំនិញអញ្ចឹងកម្ពុជាក៏ជាអតិថិជនមួយដែរគួរតែត្រូវថ្នាក់ថ្នមអតិថិជនពួកគេបំរើអតិថិជនដូចជាស្ដេចចឹងគេថាអតិថិជនត្រូវយកចិត្តគេប៉ុន្តែនេះគម្រាមដេញអតិថិជនមកដេញអញជប់ទិញឲ្យវាយចឹងក្រុមហ៊ុនដែលកំពុងមានស្ថានីយ៍ក្នុងស្រុកมันអាចទិញប្រេងពីថៃទេត្រូវទិញប្រេងពីសិង្ហបុរីឬទិញប្រេងពីវៀតណាមឬពីម៉ាឡេយកមកដើម្បីតម្រូវការក្នុងស្រុកទៅអាងអីអាងគម្រាមប៉ុន្តែគម្រាមអ្នកណាបានប៉ុន្តែគម្រាមកម្ពុជាសម័យនេះគម្រាមអត់បានទេពីមុនគេហៅសម័យដៃជោឥឡូវគឺឃើញគេប្រើពាក្យអីដៃជោធ្វើប្តីកុំគម្រាមណាមិនថាគម្រាមផ្លូវអីទេរាប់ទាំងគម្រាមផ្លូវយោធាកុំគម្រាមឲ្យសោះកម្ពុជាមិនអាចទទួលយកការប្រមាថទេទី5ខ្ញុំនិយាយពីរឿងពលករកាលពីមុនណាអ្នកឯងចាត់ទុកពលករដូចជាចំណាប់ខ្មាំងហើយគម្រាម
ការប្រមាថមើលងាយមើលថយពលករកម្ពុជាប៉ុន្តែនៅពេលដែលកម្ពុជាត្រៀមរៀបចំខ្លួនហើយជាស្រេចដើម្បីទទួលយកពលករកម្ពុជាត្រឡប់មកវិញបែរជាអ្នកឯងចេះលួងលោមរហូតទៅដល់ពួកតកែរោងចក្រតកែកសិដ្ឋានទៅប្រាប់ខាងអាជ្ញាធរសូមកុំឲ្យមានការប្រមាថហើយណាស់ការត្រៀមខ្លួនរបស់កម្ពុជាបានលើកតម្លៃកម្មករខ្មែរនៅឯប្រទេសថៃប៉ុន្តែតាមដែលខ្ញុំដឹងក៏នៅតែមានការរិះគន់នៅតំបន់មួយចំនួនសូមបងប្អូនត្រឡប់មកស្រុកកុំឲ្យគេមើលងាយនៅស្រុកយើងពេលនេះខ្វះកម្លាំងពលកម្មជិត30,000 នាក់ជាមួយនឹងការត្រៀមទទួលពលករទាំងនោះដើម្បីដោះស្រាយការងារធ្វើនិងសម្រួលនៅដូចជាបញ្ហាការជំពាក់ធនាគារអីជាដើមសមាគមធនាគារនិងសមាគមហិរញ្ញវត្ថុគេបានឆ្លើយតបជាមួយនឹងការអភិវឌ្ឍរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរួចស្រេចទៅហើយដើម្បីត្រៀមជួយសម្រួលឧទាហរណ៍ថាពន្យាការយកការប្រាក់ឬក៏ពន្យាការសងអីជាដើមគេអាចឈានទៅតាមករណីមួយដែលយើងមិននិយាយដល់និយាយលម្អិតបានទេពីមុនយើងខ្វះការងារមិនធ្វើមែនប៉ុន្តែឥឡូវការងារក្នុងស្រុកច្រើនណាស់ច្រើនរហូតដល់ខ្វះកម្មករទៅហើយcòn làក្រុមចាក់កាត់ដេរនោះគឺខ្វះកម្មករមិនតិចទេហើយបងប្អូនទៅនោះខ្លះទៅធ្វើចំការអីគេនៅនេះចំការកៅស៊ូចំការអីកាហ្វេចំការអីណែស្វាយចន្ទទីវាច្រើនណាស់ខ្វះកម្មករហើយបើអ្នកចិត្តសឿងអ្នកដេញមកខ្ញុំឌឺឲ្យអ្នកឯងទៀតដេញមកកលាប់ចាក់សេដ្ឋកិច្ចបរឯងទេរោងចក្រកសិដ្ឋានមួយចំនួនទៅបាត់សាឡូវើមើលអ្នកសេដ្ឋកិច្ចថៃបញ្ញវន្តថៃគេបានវិភាគរួចហើយប៉ុន្តែពួកអ្នកឯងដើម្បីយកព្រៀបនិងប្រមាថកម្ពុជាគឺពួកអ្នកឯងធ្វើអញ្ចឹងធ្វើអញ្ចឹងបន្តទៅទៀតខ្ញុំចង់ឲ្យកម្មកររស់នៅទីនោះដើម្បីពួកគេមានការងារធ្វើដែរមិនមែនអត់ទេប៉ុន្តែបើពួកអ្នកឯងយកអានឹងធ្វើជាច្បាប់ខាងសូមអ្នកឯងកុំសង្ឃឹមឲ្យសោះហើយបើអ្នកឯងធ្វើបាបកម្មករកម្ពុជានឹងមិននៅទេអញ្ចឹងតម្លេងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលយកពលករក៏បានជួយលើកកម្រិតនៃការគោរពសិទ្ធិកម្មករខ្មែរនៅឯប្រទេសថៃដែរសូមបងប្អូននៅប្រទេសថៃតាមមើលកន្លែងនេះពីមុនគេរើសអើងតែឥឡូវគេលួងលោមទេឬគេបន្តរើសអើងទី6ខ្ញុំសូមបញ្ចេញនៅអាចកំបាំងតាក់តងជាមួយនឹងរឿងរុះរើគណៈរដ្ឋមន្ត្រីបើសិនមិញខ្ញុំបង្ហើបបន្តិចហើយរឿងនេះបើនិយាយតាមបែបទៅថៃស៊ីនហៅខ្ញុំថាជាមេ01ខ្ញុំមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ថៃទេក៏ប៉ុន្តែបើសិនជាសួរយោបល់ខ្ញុំមិនខ្វះយោបល់ជូនទេប៉ុន្តែរឿងសម្រាប់យ៉ាងណាគឺវាស្ថិតនៅលើសមត្ថកិច្ចរបស់ថៃតែប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺមានតែសម័យដៃជោទេដែលថៃបានពឹងពាក់ហើយសួរយោបល់ក្នុងហ្នឹងគឺបកភឿថៃនឹងឯងចាប់ប្រាំពីបកថៃរដ្ឋថៃរហូតមកដល់ភឿថៃនិយាយត្រង់អញ្ចឹងមករឿងគណៈរដ្ឋមន្ត្រីមិនមែនខុសមកពីភូមិใจថៃទេប៉ុន្តែនេះផ្ដើមចេញពីការមិនស្មោះត្រង់ចំពោះសវត្ថិភាពដែលផ្ដើមចេញពីនាយករដ្ឋមន្ត្រីនេះ
ខ្ញុំសូមនិយាយឲ្យលម្អិតបន្តិចពេលមកទស្សនកិច្ចនៅកម្ពុជាផ្លូវការបន្ទាប់ពីទស្សនកិច្ចផ្លូវការរួចហើយជួបនាយករដ្ឋមន្ត្រីជួបប្រធានសភាជួបប្រធានព្រឹទ្ធសភាចូលកលព្រះមហាក្សត្រហើយពីរនាក់ប្រិយប្រពន្ធបានមកផ្ទះរបស់ខ្ញុំដើម្បីទទួលទានអាហារក្នុងនាមជាគ្រួសារក្នុងនាមជាគ្រួសារពេលនោះលោកជំទាវនាយករដ្ឋមន្ត្រីអង្គឯងបានប្រាប់ខ្ញុំថាព្រោះថៃត្រូវការយកក្រសួងមហាផ្ទៃមកគ្រប់គ្រងដើម្បីសម្រេចគោលដៅបង្កើតមជ្ឈមណ្ឌលកំសាន្តដែលខាងភូមិใจថៃមិនយល់ព្រមហើយបដូរក្រសួងសុខាភិបាលឲ្យទៅអនុជិញដែលពេលនោះអនុជិញជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃដើម្បីឲ្យអនុជិញទៅកាន់ជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលវិញគាត់បានប្រាប់ខ្ញុំថានេះជាវិធីមួយដើម្បីឲ្យភូមិใจថៃដើរចេញដោយខ្លួនឯងខ្ញុំអត់មកអត់ក៏ទេខ្ញុំចិត្តក្នុងចិត្តថាវាហើយភាពប្រយស្រួយនៃនយោបាយថៃបែបនេះបែរជាកំពុងគិតហើយកំពុងតែក្បត់សម្ព័ន្ធភាពបែបនេះអាចធ្វើទៅរួចខ្ញុំក៏គិតថាថ្ងៃណាមួយគេគង់តែក្បត់ជាមួយខ្ញុំដែរបើគេក្បត់គ្នាគេហើយគេមិនខ្លាចក្បត់ជាមួយយើងទេរឿងហ្នឹងទៅចាំទៅចាំហើយខ្ញុំមានទម្លាប់មួយចេះបើខ្ញុំទៅជាមួយអ្នកណាមួយហើយអ្នកនឹងមកនិយាយរឿងរបស់អ្នកដទៃអ្នកនឹងខ្ញុំលេងស្អប់គប់ហើយព្រោះអីបើគេយករឿងអ្នកដទៃមកនិយាយប្រាប់យើងថ្ងៃក្រោយគឺទៅជួបអ្នកដទៃគេយករឿងយើងទៅនិយាយប្រាប់អ្នកដទៃអញ្ចឹងរឿងហ្នឹងជាអំណោមហើយខ្ញុំតែងតែអប់រំកូនចៅរបស់ខ្ញុំថាសុំកុំឲ្យយករឿងគេមកនិយាយកុំថាពាក្យមួយបែបថាកុំយករឿងក្នុងចេញក្រៅកុំយករឿងក្រៅចូលក្នុងជាអំណោមក្នុងគ្រួសាររបស់ខ្ញុំអត់ឲ្យយករឿងអ្នកផ្សេងក្រៅផ្ទះយកមកនិយាយក្នុងផ្ទះខ្លួនឯងទេហើយកុំសែបគប់ជាមួយអ្នកដែលនិយាយដើមគេព្រោះតែនិយាយដើមគេជាមួយយើងដល់លួយហើយទៅជួបគេទៅទេគេយកយើងទៅនិយាយដើមយើងដែរអញ្ចឹងកុំសែបគប់សោះកុំសែបគប់អញ្ចឹងរឿងនេះគោលដៅរបស់គេគឺអញ្ចេះហើយគេបានប្រាប់ខ្ញុំគេថាដើម្បីជំនួសដល់ពេលដែលភូមិใจថៃដើរចេញគេនឹងយកមនុស្សមួយផ្នែកដែលចាក់ចេញពីប្រវេតវងសវណ្ណនិងមួយផ្នែកដែលចេញពីចាក់ចេញពីគណៈបព្វជិជនដែលពីមុនជារបស់កៅក្រៃយកមកប្រគ្រប់អញ្ចឹងបានសង្កេតថាទៅលួចកម្លាំងរបស់ប្រវេតវងសវណ្ណនិងទៅលួចកម្លាំងរបស់អតីតប្រធានបកពីតាកៅក្រៃខ្ញុំថាល្បែងអាហ្នឹងគឺអង្គអេងនិយាយជាមួយខ្ញុំតែម្ដងនៅផ្ទះនៅតែខ្មៅអង្គអេងកុំគាត់ណាកុំពេលកុំបើថាខ្ញុំនិយាយមិនច្បាស់ទេស្បត់ហ៊ានស្បត់ឬអត់មកស្បត់ជាមួយគ្នាខ្ញុំនិយាយតែប្រហែលបើសិនជាចិត្តស្រឿងស្បត់ជាមួយខ្ញុំហើយណាត់ទៅនេះទៅស្បត់នៅណែពុទ្ធគយាប្រទេសឥណ្ឌាខ្ញុំប្រមូលស្បត់ថ្ងៃ15ពេលហ្នឹងឃ្លាំងហួតនៅឯបាងកកនៅបាងកកពេលដែលអ៊ំអ៊ីងទូរស័ព្ទជាប់ព្រោះដោយសារតែឃ្លាំងហួតនៅជាមួយអង្គអ៊ីងនិងរដ្ឋមន្ត្រីការពារជាតិហើយទូរស័ព្ទមកខ្ញុំវាមិនចូលអញ្ចឹងត្រូវបែកគ្នាអញ្ចឹងឃ្លាំងហួតក៏ចាប់ចងទូរស័ព្ទ3ទូរស័ព្ទខ្ញុំមួយទូរស័ព្ទអង្គអ៊ីងមួយទូរស័ព្ទរបស់អ្នកងូមួយដើម្បីពេលមានការព្រោះអង់គ្លេសខ្ញុំវាអត់ច្បាស់ខ្ញុំមិនធានាខុសត្រូវទេអាហ្នឹងខ្ញុំត្រូវសន្ទនាជាភាសាខ្មែរហើយឲ្យមានការបកប្រែអញ្ចឹងចាប់ចងពេលហ្នឹងឃ្លាំងហួតបានប្រាប់ថាដូចបៃគេប្រើពាក្យដូចបៃព្រោះដោយសារតែថៃស៊ីនគាត់នៅដូចបៃអញ្ចឹងធម្មតាឃ្លាំងហួតហៅថៃស៊ីនថាដូចបៃ
ដោយbayឲ្យជំរាបលោកពូលោកអានលោកពុកព្រោះទាំងខ្លួនហៅខ្ញុំលោកពុកឥឡូវគេនាំគ្នាហៅខ្ញុំពុកអស់ហើយចំវាយខេតដេញរដ្ឋមន្ត្រីគេហៅខ្ញុំពុកអស់ហើយណោះប្រហែលអ្នកនោះទៅហៅឯងពុកអស់ហើយហៅទៅអញមានកូនច្រើនណាស់ខ្លះអាយុចិត្តទៅស្មើឯងហៅឯងពុកដែរអត់អីទេព្រោះការហៅខ្ញុំពុកនេះគេសំដៅទៅលើបញ្ហាសន្តិភាពគេសំដៅទៅលើអានោះទេពួកគេចង់និយាយចេះគេថាគេហៅសម្ដេចសំដៅទៅលើឯករាជ្យ9វិជ្ជការដល់សម្ដេចពុកសំដៅទៅលើសន្តិភាព98រឿងវិញចេះឬគេបកស្រាយទៅថាមិនក៏នាំព្រាយហៅឯងនាំព្រាយទៅពុកអស់លីងដែរគេបកស្រាយចេះទៅវិញហើយខ្ញុំមិនមែនជាការលើកឡើងខ្លួនឯងទេណាហៅអីហៅទៅពេលហ្នឹងក្លៀងគូតបានប្រាប់មកថាដោយបាយឲ្យប្រាប់លោកពូថាឥឡូវហ្នឹងគឺត្រៀមដកអនុចេញហើយដូរអនុចេញហើយខ្ញុំក៏ប្រាប់ទៅក្លៀងគូតវិញថាឲ្យប្រាប់ទៅថៃចេញថាដូរគេប្រយ័ត្នគេដូរខ្លួនវិញពេលវេលានេះមិនមែនជាពេលវេលាដែលត្រូវដូរគេទេពេលវេលាទប់ខ្លួនเอาไว้នឹងប៉ុន្តែដល់ទៅបែកឃ្លាយទៅនៅសារសម្លេងនេះខាងភូមិใจថៃគេរក្សាកិត្តិយសរបស់គេដែរគេដកខ្លួនចេញពីរដ្ឋបាត់មិនបាច់ចាំឲ្យដកគេតន់ណាអានឹងរឿងវិញចិត្តឥឡូវខ្ញុំសូមនិយាយរឿងដល់រឿងទី7រឿងជំងឺរបស់ថៃស៊ីដែលតុលាការហៅថៃស៊ីទៅថ្ងៃ13 14កន្លងទៅទៀតតុលាការថៃអើយមិនបាច់ចាំស៊ើបអង្កេតអីទេខ្ញុំជាសាក្សីមួយអង្គអ៊ីងក៏ជាសាក្សីហើយអង្គអ៊ីងក៏ជាប់ពិរុទ្ធភាពởរឿងហ្នឹងដែរក្លៀងហួតក៏ជាសាក្សីមួយនឹងម្នាក់ទៀតខ្ញុំមិនចេញឈ្មោះទេខ្ញុំលាក់ឈ្មោះសិនប៉ុន្តែប្រសិនបើតុលាការមានការតម្រូវខ្ញុំនឹងប្រាប់ឈ្មោះក្នុងជនជាតិថៃជិនអត់មានឈ្មោះអីទាំងអស់អត់មានឈ្មោះអីទាំងអស់ខ្ញុំឲ្យហោះទៅសួរសុខទុក្ខថៃជិនដល់ទៅពេលថតរូបទៅយកអាប្រដាប់ពាក់កនេះយកពាក់អាដៃនេះយកពាក់ដើម្បីថតរូបថតជាប់ហើយដោះចេញទៅស៊ីបាយចឹងអត់ឈឺទេអាហ្នឹងគេហៅល្បិចឈឺទេតែខាងថៃគេរកឃើញហើយតែខ្ញុំគ្រាន់តែបន្ថែមព្រោះវាមានពិរុទ្ធភាពទាំងថៃទីនទាំងអង្គអ៊ីងដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នខ្វះស្មោះត្រង់ទៅហើយពេទ្យ3នាក់ឮថាគេប្រជុំឲ្យទៅពេទ្យទៅហើយខ្ញុំត្រូវទៅនិយាយអស់ព្រោះណៃក្បត់ខ្ញុំមុនរឿងអីខ្ញុំមិននិយាយខ្ញុំសូមទោសប្រជាជនថៃដែលខ្ញុំមិនបាននិយាយរឿងនេះប្រាប់ប្រជាជនថៃព្រោះខ្ញុំក៏មានគុណធម៌ដែរខ្ញុំស្មានតែថៃឈឺមែនប៉ុន្តែទៅដល់អត់មានឈឺទេបងយើងគិតថតរូបទុកអីបើថាថតរូបតតែពាក់ហ្នឹងយកពាក់ឲ្យបានថតរូបចឹងដល់ខ្ញុំបង្ហោះទៅវាចេញរូបភាពថៃទីនប៉ុន្តែខាងតុលាការថៃគឺមានរង្វង់ទេប៉ុន្តែគ្រាន់តែខ្ញុំបន្ថែមអង្គអ៊ីងជាអ្នករៀបចំបាយនៅផ្ទះហ្នឹងចឹងអង្គអ៊ីងក៏មានពិរុទ្ធភាពទៅលើរឿងហ្នឹងខ្វះសុចរិតភាពមិនទៅលោកហ៊ុនសែនអីរាប់អានគ្នា30ឆ្នាំឲ្យមករលាយដល់ទៅហ្នឹងឲ្យចុះបើកូនអត់មានគុណធម៌អីទៅម៉េចហើយខ្ញុំបដ ாய் ឲ្យមើងងាយខ្ញុំរហូតអញ្ចឹងខ្ញុំទៅលេងមកក្បាច់ទៅបដ ாய் ទៅព្រោះខ្ញុំរាប់អានថៃទីនមានតែខ្ញុំជាអ្នកខាតឲ្យចំណេញគឺអត់មានទេឲ្យចំណេញគឺអត់មានទេ
សូម្បីតែមនុស្សនៅក្នុងភឿថៃមនុស្សល្អច្រើនគេចាក់ចេញតួយ៉ាងដូចជាអតីតនាយកអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកជំទាវសុដារ៉ាតគាត់ជាមនុស្សដែលស្មោះត្រង់ជាមួយថៃស៊ីនតែគាត់ប្រាប់ប្រហែលគាត់ទៅបង្កើតបាក់ផ្សេងមានប្រហែលកៅអីរបស់គាត់ទៅចតុรงค์អានីសននឹងមេដឹកនាំមួយចំនួនទៀតទៅស្លាប់ព្រោះជាមួយថៃស៊ីនតែទីជំពត់ដូចតត់គេចោលហើយខ្ញុំក៏ចិត្តទៅប្រាប់អាហ៊ូថាហើយជួយសម្លឹងមើលថៃស៊ីនដូចធ្វើនយោបាយលេខសងមិនទេអញធ្វើចេះអញចេះធ្វើនយោបាយលេខបូកអញចេះធ្វើនយោបាយលេខសងទេអញធ្វើតាំងពី5នាក់រហូតដល់ធ្លាក់រាប់លាននាក់មេដឹកនាំរបស់អញនៅជុំគ្នាទាំងអស់ហ្នឹងហើយមិនដែលចោលណាទេទោះបីបានតិចបានច្រើនយកប្រលប់អីទៅណារកគ្នាអីហើយអញគ្មានរបៀបធ្វើអញ្ចឹងទេដល់យកអញធ្វើទីប្រឹក្សាឲ្យទៅអញ្ចឹងកើតទេអាហ្នឹងនិយាយឲ្យពិតឲ្យពិតអញ្ចឹងរឿងពីរដ្ឋភាពរបស់ថៃស៊ីនគឺមានហើយក៏ប៉ុន្តែក៏មានចំណែកពីរដ្ឋភាពរបស់អង្គវិញខ្លួនឯងខ្វះទៅជារដ្ឋភាពលើបញ្ហាតាក់ទងនឹងរឿងឪពុករបស់ខ្លួនដែរអញ្ចឹងអង្គវិញកុំខឹងជាមួយហ៊ុនសែនអង្គវិញបង្ខំចិត្តហ៊ុនសែនឲ្យហ៊ុនសែនបើកកកាយហើយរឿងចុងក្រោយខ្ញុំយកតែ8ចំណុចមកនិយាយតើយានឡាក់រត់ចេញពីប្រទេសថៃតាមច្រកណាដំបូងខ្ញុំសូមអភ័យទោសពីអាដាមអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីណាស៊ីមដាសានៅក្នុងពេលជួបគ្នានៅឯប៊្រីណេដូចជាការព្រះរាជបុត្ររបស់ព្រះចៅសូតាំងប៊្រីណេអង្គុយបាយជាមួយគ្នាណាស៊ីបាននិយាយថាតើយន្តឡាក់ទៅតាមកម្ពុជាតើអត់ទៅតាមកម្ពុជាទេយន្តឡាក់អាចមានជម្រើស4មានផ្លូវ4យន្តឡាក់ចេញទី1មកតាមកម្ពុជាតែកម្ពុជាអត់បានទទួលទេទី2ទៅតាមឡាវទី3ទៅតាមម៉ាយ៉ាម៉ាទី4ហោះចេញពីឈៀងម៉ៃឬឈៀងរៃតែម្ដងអញ្ចឹងណាទៀតថាប្រហែលជាពីឈៀងម៉ៃអញ្ចឹងខ្ញុំសូមទោសនោះគឺជាសម្ដីភូតរបស់ខ្ញុំទេតែការពិតមានការពឹងពាក់ពីថៃស៊ីននៃការរៀបចំពីខាងក្នុងបាងកកហើយខ្ញុំក៏ដឹងដែរខ្ញុំយល់ថារដ្ឋាភិបាលថៃពិបាកណាស់ក្នុងការយកអតីតនាយករដ្ឋមន្ត្រីយុទ្ធញាត់គុកនោះថៃស៊ីនសំណូមពរមកខ្ញុំឲ្យជួយគេរៀបចំពីនោះឆ្លងដែនមកយើងថៃស៊ីនស្តិនបាយនៅឯសិង្ហបុរីពេលឆ្លងដែនហើយយន្តឡាក់បានជួបជាមួយខ្ញុំតាមទូរស័ព្ទហើយយំផងខ្ញុំក៏អាណិតដែរហើយខ្ញុំអាណិតយន្តឡាក់ដែលសពថ្ងៃកំពុងកាន់ប៉ាសពតខ្មែរនេះនៅតែឯងក្រៅប្រទេសប៉ុន្តែរងគ្រោះដោយសារតែបងខ្លួនឯងឥឡូវរងគ្រោះដោយសារក្មួយខ្លួនឯងទៀតខ្ញុំមិនចង់និយាយតែត្រូវតែនិយាយពេលហ្នឹងរថយន្តដឹកយន្តឡាក់ចេញពីប៉ោលប៉ែតទន្ទឹមនឹងការហោះពីសិង្ហបុរីមកចុះនៅសៀមរាបក៏មកជួលគ្នាយន្តហោះចុះមុនបន្តិចឡានមកដល់ក្រោយឡើងកប៉ាល់ហោះដូចបាយផ្លឹបហាត់កំបាំងត្រូវវែកថ្ងៃនេះយើងជួយដល់កម្រិតហ្នឹងប៉ុន្តែសូមជម្រាបទៅប្រជាជនថៃថាកម្ពុជាមិនបានប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំង
ประเทศไทยที่ពេលនោះអ្នកណាក៏ដោយដែលមកដល់កម្ពុជាមិនត្រូវប្រើ Facebook អីវាយប្រហារទៅប្រទេសថៃទេយើងតែងតែឲ្យពេលចាក់ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសផ្សេងបើសិនតែឯងចង់វាយប្រហារទៅកាន់ប្រទេសថៃទៅឲ្យទៅប្រទេសផ្សេងយើងមិនបានប្រើប្រាស់ទឹកដីរបស់យើងប្រឆាំងប៉ុន្តែទឹកដីរបស់យើងជាទឹកដីដែលសងគ្រោះមនុស្សដោយគុណធម៌ក៏មិនខុសពីអ្នកឯងដែលកំពុងទទួលអ្នកដែលតាំងខ្លួនថាត្រូវទទួលការញោមញីទៅទុកបុកម្នេញក៏ដូចគ្នាខ្ញុំស្ដាយមិត្តភាព30ឆ្នាំបំផ្លាញដោយកូនស្រីរបស់មិត្តភក្តិហើយនេះវាជន់ដានប្រវត្តិសាស្ត្រហើយកាលពីបកូនណាបីដាសងគ្រោះទៅដាក់ខម៉ាន់រត់មកជ្រកកោននៅកម្ពុជាដល់ចេញពីកម្ពុជាទៅវិញខម៉ាន់លេងបកូនណាចាក់ដៃប្រោយឥឡូវដល់មួយសាទៀតជន់ដានប្រវត្តិសាស្ត្រដែរតែខ្ញុំនៅតែអះអាងថាប្រជាជនថៃមិនមែនជាសត្រូវរបស់កម្ពុជាទេប្រជាជនថៃត្រូវតែជាមិត្តរបស់កម្ពុជាហើយខ្ញុំក៏ជឿថាប្រជាជនថៃក៏ចង់បានកម្ពុជាធ្វើជាមិត្តដែរបើយើងជ្រើសរើសរកវិធីសាស្ត្រឈ្នះផលចំណេញនឹងបានទាំងអស់គ្នាថៃមានផលចំណេញច្រើនជាងកម្ពុជាប្រជាជនតែ7លាន17លាននាក់ទេតែកម្លាំងទិញវាធំណាស់គិតមើលយើងនាំទៅថៃតែ1100លានតែយើងនាំពីថៃមកវិញ5200លានអាហ្នឹងតួលេខផ្លូវការចុះអាមិនផ្លូវការទៀតវាប្រមាណលើកលែងតែទីផ្សារវៀតណាមទេតែពេលនេះកម្ពុជានាំទៅវៀតណាមច្រើនជាងនាំពីវៀតណាមមកកម្ពុជាយើងមើលទំហំពាណិជ្ជកម្មដោយសារកម្ពុជាបង្កើននៅការដាំដុះក្នុងមុខទំនិញដែលវៀតណាមត្រូវការវៀតណាមជាប្រទេសទី1ដែលនាំការចែកចាយស្វាយចន្ទីនៅលើពិភពលោកឥណ្ឌាលេខ2ប៉ុន្តែប្រទេសវៀតណាមទាំងប្រទេសឥណ្ឌាអត់មានការដាំស្វាយចន្ទីគ្រប់ទេឥណ្ឌាត្រូវទៅទិញពីប្រទេសហ្គាណានិងប្រទេសដទៃទៀតយកមកកែច្នៃវៀតណាមក៏ទៅទិញពីបណ្ដាប្រទេសអាហ្វ្រិកប៉ុន្តែឥឡូវកាត់បន្ថយពីការទៅដឹកជញ្ជូនពីប្រទេសអាហ្វ្រិកទិញពីកម្ពុជាគាត់តែឆ្នាំទៅគឺ80,000 តោនអញ្ចឹងការរស់ស៊ីជាមួយទីផ្សារជិតខាងគឺជាការល្អណាស់មិនគួរយើងខ្លាយទៅជាសត្រូវហើយបិទច្រកតើបិទច្រកវាជាផលចំណេញស្អីកម្ពុជាអត់ចរចាទេព្រោះខ្លួនអ្នកបិទខ្លួនត្រូវតែបើករឿងហ្នឹងខាងនោះចង់បានឲ្យថាចរចាគ្នាតិចទៅរួចហើយគឺបើកទេចង់បានមុខមាត់ពេលបិទម្នាក់ឯងដល់ទៅពេលបើកទៅហៅចរចាវាខុសក្បួនចង់បានកម្ពុជាអត់ទេអាកន្លែងនោះអត់ចរចាចង់បិទរហូតបិទទៅហើយអ្នកណាខាតអ្នកណាចំណេញវាខាតតែទាំងអស់គ្នាហ្នឹងវាខាតតែទាំងអស់គ្នាការលើកឡើងមានថ្នាក់ដឹកនាំកម្ពុជាអត់មានវិជ្ជាជីវៈទុកអត់បានអូនឹងជួយរំលឹកអញ្ចឹងទៅវាសំជាទីប្រឹក្សាអតីតជំនួយការអ៊ុំអ៊ីងប្រមាថហ៊ុនសែនប្រមាថហ៊ុនម៉ាណែតសិតតែអ្នកអត់មានវិជ្ជាជីវៈនាងមើលខុសហើយនេះជាការប្រមាថដែលមិនធ្លាប់មានជាលើកទី1ហើយដែលខ្ញុំទទួលការប្រមាថបែបនេះ
ប្រើពាក្យអត់មានវិជ្ជាជីវៈការប្រមាថធ្ងន់ធ្ងរនេះហើយដែលនាំទៅដល់ហ៊ុនសែនត្រូវឆ្លើយតបបោះអាក្រាតឲ្យខ្ទេចថ្ងៃក្រោយនាងត្រូវចាំលោកជំទាវត្រូវចាំភាសាអត់វិជ្ជាជីវៈមិនមែនជាភាសាដែលត្រូវប្រើក្នុងចំណោមអ្នកនយោបាយទេថ្ងៃទី16 ខែ 6 សម្ភាសជាមួយសារព័ត៌មានថៃប្រើប្រាស់គឺថាប្រើប្រាស់បណ្ដាញសង្គមរបស់នាយករដ្ឋគឺថានិយាយរួមយើងវាអត់មានវិជ្ជាជីវៈថ្នាក់ដឹកនាំកម្ពុជាមិនមានវិជ្ជាជីវៈតែប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ចេញសារខ្ញុំសូមជម្រាបលោកជំទាវបើចង់អញ្ចឹងទៅជេរដូណាល់ត្រាំទៅដូណាល់ត្រាំបញ្ចេញសារតាមតែ Facebook តាមតែ X តាមតែอะไรណែបណ្ដាញសង្គមបញ្ជាវាយក៏ទៅតាមគ្រាន់តែវាយរួចយន្តហោះ7 គ្រឿងចេញផុតពីដែនអាកាសអ៊ីរ៉ង់ដូណាល់ត្រាំចេញសារមួយបាត់ហេតុអីបានជាកាយសម័យនេះសម័យ digital ហ៎ការចែករំលែកព័ត៌មានទៅសាធារណជនតាមប្រព័ន្ធបណ្ដាញសង្គមហេតុអ្វីបានជាលោកជំទាវត្រូវនិយាយថាអត់មានវិជ្ជាជីវៈជាការប្រមាថធ្ងន់ធ្ងរណាស់លោកជំទាវប្រជាជនកម្ពុជាខ្ញុំជឿថាអារឿងអត់វិជ្ជាជីវៈនេះហើយដែលធ្វើឲ្យអាថ្ងៃ16ថ្ងៃ15ចរចាជាមួយយើងថ្ងៃ16ចេញអាវិជ្ជាជីវៈថ្ងៃ17សារបែកធ្លាយបណ្ដោយហ្នឹងបណ្ដាលមកពីអាសម្ដីអត់វិជ្ជាជីវៈហ្នឹងអាហ្នឹងហើយមាត់អត់កម្រោបកូនអត់មានឪម៉ែបណ្ដៅនិយាយចឹងថាកូនអត់ពូជទោះបីណែជាមហាសេដ្ឋីអីក៏ដោយក៏ប៉ុន្តែការប្រហើនបែបនេះគឺមិនគួរទេមិនគួរទេហើយមិនមែនត្រឹមតែប្រហើនចំពោះយើងទេណាប្រហើនចំពោះប្រជាជនថៃខ្លួនឯងមេដឹកនាំថៃខ្លួនឯងសូម្បីតែក្នុងបកខ្លួនសូម្បីតែក្នុងបកខ្លួនស្ទងសង្គមថៃទទួលបានឬមិនបានហើយសូមបងប្អូនក្នុងបកគឺថៃកុំខឹងខ្ញុំរឿងនេះវាខ្ញុំអត់មានតិចទៀនវាយប្រហារហើយរឿងបកភឿថៃនេះទៀតសោតខ្ញុំសូមនិយាយខ្ញុំបានចូលរួមចំណែកក្នុងការបង្កើតបកនេះសូមឲ្យអាដាមថៃស៊ីននិងសូរគៀតនៅចាំឲ្យច្បាស់ណាដំបូងខ្ញុំទៅញូវយ៉កដោយចាក់ចេញពីឡាហាវ៉ានទស្សនកិច្ចនៅគូបាមកញូវយ៉កថៃស៊ីននិងសូរគៀតបានហោះទៅតិចសាសជួបជាមួយនឹងប៊ូសពេលនោះប៊ូសមិនតាន់ជាប់ជាប្រធានាធិបតីទេប៉ុន្តែតាមការប៉ាន់ស្មានរបស់ថៃស៊ីនថាប៊ូសនឹងជាប់ឆ្នោតដូច្នេះត្រូវមានទំនាក់ទំនងជាមួយអាមេរិកឲ្យហើយដែលជាបេក្ខជនមានសក្តានុពលអាចជាប់ឆ្នោតអញ្ចឹងចេញពីតិចសាសហោះមកជួបខ្ញុំនៅញូវយ៉កដើម្បីនិយាយអំពីការបង្កើតបកចង់បានបទពិសោធន៍ស្ដីពីការបង្កើតបកបន្តទៅថៃជិនបានហោះមកជួបជាមួយសូរគៀតទៀតបានហោះមកជួបខ្ញុំនៅឯទីក្រុងភ្នំពេញពេលនោះថៃជិនអត់តន់ធ្វើនយោបាយទេបានធ្វើរដ្ឋមន្ត្រីការបរទេសមួយរយៈឲ្យខ្ញុំចេញសារបញ្ជាក់អំពីការមិនពាក់ព័ន្ធនឹងរដ្ឋប្រហារដែលមានក្រៃវិតហើយកាន់ IBC ដែលចូលរួមធ្វើរដ្ឋប្រហារ94នោះខ្ញុំក៏ជួយបញ្ជាក់ទៅពេលនោះថៃជិនអត់តន់ធ្វើនយោបាយទេគាត់ជាអ្នករស់ស៊ីចឹងមកជួបខ្ញុំនៅផ្ទះខាងក្រោយពេលក្នុងផ្ទះចាស់ពិភាក្សាស្ដីអំពីការបង្កើតបកនេះរឿងអញ្ចឹងគាត់បង្កើតបកគាត់ចូលរួមការបោះឆ្នោតឆ្នាំ2001គាត់មានសម្លេងភាគច្រើន
เพราะมันได้มันกรุบกร้อนขนมการประกาศรัฐบาลตีมันกรุบกร้อนของการประกาศรัฐบาลตีก็บ้านสนาเขียมเอาช่วยนี่เย้จะมวยชาวเวลยงชายุทธสมเอารวมจะมวยประกาศรัฐบาลแต่ซากเขียมcứ chỉ môi nâng ở đầm này chào về lết dùng chào yết đại chuyện này chui dương cho anh men tên á khăn ông đồng cà rốt đồng loạt rai can chia học bạn cà tăng bị cà cho cha tăng bị xây đó cứ chào về lết chui dương trở nào có cả ban tới tụi mình tí bê su sọc tục của bồn khiêm su sọc tục của bồn khiêm bê nó của bồn khiêm vẹn cắt nơi bom rọc rạt chúng có bán su nom tại sao bậc chào lết cót thì dây không ai phong còn dây ông lê phong chẳng vừa su chừng dây thứ ba chúng có su tới chào lết thà ta viết chia lát được phía mùi tí nơi không cả và cả ra thà và chụp róc chụp mùi thạch xin cót có thì dây thà viết chia lát được phía khi mà ban thôi ấy cho anh thì có một trái khi ông còn đặt xếp tung ông bị bệnh à khi ông có chun tầm nâng tầm lấp tầm vinh đời thạch thiền vinh thá cứ hạ đôi trường viên vinh chủ yên từ lời ca và cao ra thả bán cao ra thả bán dân ban bạn ấy cao và to mà đó và to mau thầy tin trời cái thưa rọt bà nè để chui thầy tin cứ hồn sen hãy về nâng trong ao dòng bò tiết con mình chưa xong đi về tới bị chung à gì ở đâu nơi hai sằng kỳ pi pon của bôi trong xua thá ta ai đọc từ nào tiết cầm hai con bỏ ngay từ nào tiết con thá cót từ và từ nào tới từ Hồng Lê và tập tới bằng khu tới New York làm mấy claim son đặc thá nơi du hành giống bàn chơi thả thủ lo bàn cây du phi rát và bàn cao nơi bên ông tàu đó bên đó dương trừ dương vì thiên là ca mũi là mấy chui thành thiênอย่างmấy một con óc này cho nó còn chạy chạy bị New York và đó lắm dương ơi tôn dương chu còn ai bị chạy đòn ấy ở đường đầm nạ ca đã top trol đầm nạ ca thay xin như vậy ở bắt tua đài vì bọn bay bắt tua đen cứ chia system vào bó thay xin cả nắng dương tụi tôi do cả bất mùi dương bất chiếm lên cầm hậu đời dương mình ai cà phê than tu cây bản cà phê công hôn cây bản dương thôi ở che than tu cây thôi ở che công hôn cây sẵn thà kia kỳ dương dương tàu song cây ở họp sập liên á sẵn thà kia sâu vì tay đây nó đây cái xuống cà phê chiết tới vô song kì ai bảo man liên co sang tới dương khâu bên nó thay trên bất tô đèn bàn tay cònฉลาดต่างhướng còn bấtตัวđáแต่เอาตำแหน่งโจโดยซาแต่ยืงจินเนี่ยเขาอันนั้นยืงตัวยืงกาเปิดยืงกาเปียถ้าทานตูเกียร์บานกาเปียครบคนเกมบานต้องใช้บอกกี้ยืงก็เจ้าประดาวอันได้ประดาวยุ่งเพื่อยังไงมุ้ยเกี่ยวกับใบโกนโกลนั้นใบđó là lô tiผมใบผ้าแพมgiống cái tu giáp đẹp tới sọc an ở tận trong từ sâu được kiệt tao prum an bao từ na sọc an sầm đại sọc an có chấp tận trong tới sâu được kiệt để về nó chưa răn đây cả bỏ đi thả lấy cái phong từ xua tới thay thiên còn tay mà toàn ban chậm lời tao vay đo lô tiผมbuôn giống cái chấp xua tiết tại dạng bay ai tao toàn ban tận đằng tìก็จับไว้โลที่ดอบอันนั้นพาแปลงไว้โลที่ดอบ
แต่ทั่วมาดองที่ทำมันตอนบ้านจำเลยตีก็จับไวโลที่ดมวยอันนั้นพาบุญอันนั้นพาบุญช่างไงพร้อมอันนั้นก็แรงบ้านไงคืนจะไวอะไรวะไวพิชิงไงแต่จะออกจมูกตัวมั้งcó ắt anh nâng lô tí đập buồn ấy có chấp vay lô tí đập pi đào vay lô tí đập pi chẳng dương prao pê phải chỉ cho chụp pi máu ắt cười chửi pê nâng học lòng đi vay cho vội chồng học lòng đi cứ chia ạc đấy nó can cô bà chia kêu mà chia đi mình chia bất tụm ninh chẳng ở bát hay súp ở chỗ bật cực sắp tay vay cái phong tay vay à pha bay về mình phật lô thì đập ý đo lô thì đập bay mình pha bay vay à pha bay ai cái phong đập hạt bơi đi sắp tay sóc an tu sắp máu sóc an thôi mấy vì bằng co ai đâm rồi kia vẹt máu tha khám dương mất à anh mất mấy anh trăm hoàn vào hỏi ở khử lời anh ta bảo là anh mất đó bắt ban tập bay ngay thay trên bao nhiêu của ai phải chỉ chuyên thay vô tổng đánh tịch chạm một lá khen anh nói vô bài bắt tôi này về thay trên lan căn tầm này ta về nút có vị thi xa bắt tôi này đó là ông in con thay trên lan căn tầm này có vị thi xa bắt tôi này đôi khi chẳng đó là về vị lý đại từ đô system bắt tôi này nàoแต่มันมาหล่อตีโยนโยบายชนะเอาไปจีจุนโรซี่ทั้งสองข้างเอาตามตัวได้ใจก็กอบเรือซี่หล่อเชื่องใจกอบกับเลื่องจอมพลอบยี่จังเล็กบาลจะบวยเคลียตึงให้เรียบจอมปดาเรียบจอมไรโดยจะนอนอะไรในยืงปตอบปีสเปียบตาให้ยืงมันสูงจะบวยเคลียCampuchia mình trong vô top ao từ nơi tôi đang đào bay ao mua khăm tê và đây bên đi Campuchia mình tan đi dưới bị hướng ca cắt và thôi chụp nút còn tập cái trong ao nhân ca cắt và thôi chụp còn tập lẽ khăn của Campuchia tại mỗi cốt cư là ai bao cùng đen ao pro cái đây là mình rồi hai dương chấp thì chơi kia khẳng này có bao khẳng nó có bao khẳng nó bao tốt luôn giảm du hốt pra mau coi để du làm gìคนมาได้บ้านสัญญาคือแบบโดยคณิตเพื่อปลอกไรลางวิ่งพอตอบเต้จำปีเพียซาคณิตอะไรอย่างปีกากัดปะทอยจำนวนกองตอบต่างๆตัวแรกไอ้เลยนี่กัมพูชีมันหายจริงนะไอ้เมียนประมาณเนื้อเลือดได้ไหนตัวกัมพูชีเมียนประมาณเนื้อเลือดได้กัมพูชีส่งแต่มวยกองไวคณิตกัมพูชีก็มันตรึกบังตีมุนไทยก็มันตรึกบังกัมพูชีมุนครอบดาวประตูเตอร์ปักนี่ไอ้น้องมาชี้เล่นทานไอ้ในแต่ห้ามคอดไอ้ในชี้เล่นทานไอ้น้องมาห้ามคอดกรมตะบันเคลียทำแต่ห้ามคอดเคลียไอ้จังบ้านไปเจอเคลียเท่ามาสมัยนี้ก็เมียนจูเคลียในมุมใบเด้อมุมใบเด้อข้างนอกพร้อมเธอพร้อมมาข้างในเอาเธอเลยก็đóอัตราตัวตัววิ่งเร็วมือเธอโดยสมัยประยุทธ์จันทร์โอชามือสมัยนั้นหลอดไปชมทวกาฉลองกัดในยุครันตรีไทยอ๋อนี่เป็นต้นสารนนเป็นนักมันตอนเมียนสำเร็จน้องไอ้ดิเนี่ยดอลมอชัดชัยชนวันคือจับปรามเมียนตัวสระกันยังไหนหายจับปรามช่วยจอจ้าตามไปเยอะชาวเวลิตได้จะไม่ชื่อโก๊กเป็นหรือพอตอบปีนั้นเมียนรัฐประหารก็เธอกายจะมวยอนนท์ปัญญาไรชุนเธอกายจะมวยอนนท์ปัญญาไรชุนพอตอบตื้อบ้านพูดกาจะมวยหนึ่งบ้านห้านสลับปะจ่านะบ้านห้านสลับปะจ่ารับจังกัดมาตัวสนะcách nơi Campuchia phong đạiพอตอบไปนั่งตื้อบ้านเธอกายจะมวยชาววิลล์ยงชยุทธเธอในยุรันไตพอตอบเติร์เพื่อกายจะโบชวนเลิกไปให้การโปร่งเปรี้ยงระบอบเยอะเนี่ยโอยูปีปอนเนี่ยคือรัฐบาลระบอบชวนเลิกไประบอบคณะปะเยี่ยตไปไต
បន្ទាប់ទៅធ្វើការជាមួយថៃស៊ីនស៊ីនវ៉ាត់បន្ទាប់ទៅធ្វើការជាមួយនឹងសូរយុទ្ធជូរណនបន្ទាប់ទៅធ្វើការជាមួយនឹងសមៈសុនដវេតបន្ទាប់ទៅធ្វើការជាមួយនឹងសវិតសុំឆៃវងសវ៉ាតដែលជាប្អូនថ្លៃរបស់ថៃស៊ីនបន្ទាប់ទៅធ្វើការជាមួយអភិសិទ្ធវិជ្ជាជីវៈទោះបីអភិសិទ្ធវិជ្ជាជីវៈវាយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែវាអត់ដែលបិទទួលដែរទេគាត់សំទុកគាត់មិនដែលបិទទួលដែរទេគាត់គម្រាមខ្ញុំកាលនៅតូក្យូគាត់គម្រាមគាត់ថានឹងបិទទួលដែរខ្ញុំមកដល់ពោធិ៍តុងខ្ញុំប្រកាសប្រសិនបើថៃហ៊ានតែប្រកាសបិទទួលដែរកម្ពុជានឹងពហិការមិនប្រើតំណែងថៃអញ្ចឹងអត់ហ៊ានបាត់ទេអត់ហ៊ានបាត់ទេបន្ទាប់ពីអភិសិទ្ធវិជ្ជាជីវៈគឺដល់យន្តឡាក់បន្ទាប់ពីយន្តឡាក់គឺធ្វើការជាមួយប្រយុទ្ធចារោចាបន្ទាប់ពីប្រយុទ្ធចារោចាដល់ស្ថិតថានឹងឥឡូវដល់ជាមួយនឹងសេដ្ឋាជាមួយនឹងអង្គអេងធ្វើការជាមួយម៉ាណែតក្នុងឋានៈនាយករដ្ឋមន្ត្រីអញ្ចឹងរយៈពេលវែងបំផុតដែលធ្វើការជាមួយប្រយុទ្ធហើយកម្រិតនៃតំណែងតំណងគឺឡើងពោះបំផុតការតបជាប់ផ្លូវរថភ្លើងការបើកច្រោះទឹងបត់ទឹងអីជិះតែភ្លើងអីជាមួយគឺជាមួយប្រយុទ្ធហើយខ្ញុំសង្ឃឹមថានឹងមាននាយករដ្ឋមន្ត្រីថ្មីមួយនៅប្រទេសថៃនឹងចេញមកដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងទាំងកម្ពុជាទាំងម៉ាយ៉ាម៉ាទាំងម៉ាឡេស៊ីទាំងជាមួយឡាវជាពិសេសជាមួយកម្ពុជាខ្ញុំមិនគិតថាយើងនៅតែប្រឈមមុខគ្នារាប់រយឆ្នាំរាប់ទសវត្សរ៍នោះទេវាដល់ដំណាក់កាលមួយណាមួយធូរស្រាលខ្ញុំនិយាយច្រើនពេកហើយក៏ប៉ុន្តែអ្នកទាំងអស់គ្នាមិនមែនអ្នកហត់ទេអ្នកដែលហត់គឺអ្នកដែលនិយាយហើយចុះទៅវិញតៅសុកម្មពេលឡើងមកមិញអញ្ចឹងឡើងមកមិញទៅមើលអាឯងនេះគឺសិនមើលរូបនៅក្រៅដើម្បីឲ្យវាបាត់ហត់ព្រោះខ្លួនទឹកនឹងចាក់នេះចូលទៅបេះដូងនេះប៉ុន្តែអ្នកណាថាខ្ញុំចាស់ហ៎បើសម្លេងនៅលឺហើយនិយាយប្រហែលម៉ោងហើយហ៎3ម៉ោងកន្លះហើយលោកព្រះហើយអ្នកណាថាខ្ញុំចាស់អញ្ចឹងហើយនេះផ្សាយបន្តមើលទាំងស្រុកខ្មែរមើលទាំងប្រទេសថៃហើយខ្ញុំសូមបញ្ជាក់ថាខ្ញុំនៅតែចង់បានមិត្តភាពមួយជាមួយប្រទេសថៃខ្ញុំនៅតែចង់សម្រេចគោលដៅរបស់ខ្ញុំទាំងពីរចំណុចទី1គឺប្រែក្លាយតំបន់អតីតសម្បល់ភូមិឲ្យទៅជាតំបន់អភិវឌ្ឍទី2ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍយើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើប្រកក្តីកម្មទំនាក់ទំនងជាមួយនឹងព្រះរាជាណាចក្រថៃយើងចង់មានដំណោះស្រាយដោយសន្តិវិធីតាមយន្តការទ្វេភាគីក្តីនិងតាមយន្តការតុលាការអន្តរជាតិក្តីហើយយើងមិនចាត់ទុកថៃជាសត្រូវទេតែអ្នកណាដែលចាត់ទុកយើងជាសត្រូវវាក៏ជាសត្រូវរបស់យើងដែរចំប្រជាជនថៃភាគច្រើនគឺមិនចាត់ទុកយើងជាសត្រូវទេហើយប្រជាជនកម្ពុជាក៏មិនចាត់ទុកថៃជាសត្រូវដែរហើយថ្ងៃនេះនៃការជួបជុំសូមជូនតែក្រុមប្រឹក្សាឃុំសង្កាត់260នាក់ក្រុមបណ្ដាម្នាក់ជូន20,000រៀលប៉ុន្តែប្រាក់ខែអស់លោកក៏វាច្រើនដែរឥឡូវនេះប្រាក់ខែទៀតបំផុតរបស់ក្រុមប្រឹក្សាឃុំប្រហែលពីណាក្រុមប្រឹក្សាឃុំប្រាក់ខែប្រហែលបាទ89,000បាទ89,000វាជាង$200ហើយចុះមេឃុំ
បាទ1 លាន 34 ម៉ឺនគឺណា1 លាន 34 ម៉ឺនយើងគិតជាដុល្លារវាជាង 300 ពាក់ខែច្រើនណាស់មិនតិចទេណាហើយជនបទចាយប៉ុណ្ណឹងល្មមមិនធម្មតាទេតាមដោះឲ្យខ្លួនឯងខ្លះផងការចំណាយតម្លើងបៀវត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរហូតដល់ក្រុមប្រឹក្សាគុំសង្កាត់និងក្រុមប្រឹក្សានានាតម្លើងបានហើយមានលុយបើកហើយបើកមួយខែ2 ដងទៀតប៉ុន្តែមិនដឹងថានៅនេះបើកមួយខែ2 ដងឬអត់ប៉ុន្តែគេបើកមួយខែ2 ដងមួយខែ2 ដងដូចគ្នាអញ្ចឹងវាដូចតែគ្នាចឹងយើងអត់មានអីខ្សែធនអីរត់ខ្សែធនមានអាហារមួយនោះយើងគ្រាន់តែបោះលុយបោះกระดาษប្រាក់20 ម៉ឺនរៀលដើម្បីអបអរសាទរខួបឡើងគ្រងរាជរបស់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើងវាថារដ្ឋាភិបាលអស់លុយហើយបានជាបោះលុយកระดาษប្រាក់ដល់ទៅ20 ម៉ឺនអានេះភ្លឺមែនភ្លឺសុទ្ធប៉ុន្តែយើងមិនចង់ឲ្យជនជាតិខ្មែរចាយនៅទីនេះណាសូមជម្រាបជូនចំណាយក្នុងមួយខែទៅលើបញ្ហាបៀវត្សមើលរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈប្រមាណ100 លានគិតត្រឹមតែមន្ត្រីរាជការស៊ីវិលគឺកំពុង109 លានបាទចាក់ខែ109 លានអានេះមន្ត្រីរាជការស៊ីវិលណ៎អត់តាន់គិតកម្លាំងប្រវត្តិទេអានោះបូកសរុបការចំណាយទាំងអស់គឺប្រហែល350 លានដុល្លារក្នុងមួយខែដូច្នេះរឿងបោះกระดาษប្រាក់ប៉ុណ្ណឹងគ្រាន់តែចាយតែមកកូនអង្គភាពទូចមួយក៏វាមិនគ្រប់ផងអាពើអើយបើវាដឹងតាគ្រប់គ្រងរដ្ឋហើយគ្រប់គ្រងតែគ្រួសារឯមួយវាមិនជុំផងកុំមកចង់លេងសើចណាចំណូលគ្រាន់តែចំណូលពុនវាគ្រប់គ្រាន់នឹងការចំណាយតែពុនទីក្នុងមួយវាគ្រប់គ្រាន់នឹងការចំណាយទៅលើវិវត្តគេហៅបន្ទុកបុគ្គលិកប៉ុន្តែយើងមិនមែនគ្រាន់តែចំណាយហ្នឹងវាត្រូវចំណាយនេះចំណាយនោះតទៅទៀតត្រូវវិនិយោគហើយក្រៅពីនោះស្រុកមាន8 ស្រុកក្នុងមួយខេត្តព្រះវិហារនេះគឺថា8ក្រុងនិងស្រុក8ក្នុងមួយស្រុកគឺជូន5 លានរៀលដែរត្រឡប់ទៅផ្ទះវិញស្នងការនគរបាលខេត្តព្រះវិហារ10 លានរៀលកងរាជអាវុធហត្ថខេត្តព្រះវិហារគឺ10 លានរៀលហើយសួរថាទាហានមានអត់ទាហានមានកញ្ចប់ទាហានច្រើនណាស់គេឲ្យតាំងពីម្សិលអាហ្នឹងគឺផ្សេងប៉ុណ្ណឹងទៅចោះហើយយើងទៅពីនេះទៅវត្តដៃវត្តជើងហើយអាត្មាមានអត់ខ្ញុំមានរថយន្តរបស់ខ្ញុំមានបន្ទុកទឹកប៉ុន្តែយ៉ាងណាក៏ដោយវាអាលះណាស់លោកអើយទៅរកកន្លែងហើយណាទៅពីនេះហើយអ្នកទាំងអស់គ្នាក៏ក្លៀនបាយដែរក៏ប៉ុន្តែយ៉ាងណាអ្នកទាំងអស់គ្នាមានស្រុកកណ្ដាលនៅនេះហើយខ្ញុំត្រូវឆ្លងកាត់សម្ដេចវិជ័យទៅសៀមរាបជាមួយសីហាទៅសៀមរាបដែរហ្នឹងហើយទៅនោះហើយខ្ញុំជាមួយសម្ដេចកលាហោមជាមួយសម្ដេចមែនតំបន់អាដាមជាសភារាគឺទៅតាមនេះប៉ុន្តែសូមផ្ដាំឲ្យហើយកុំស្ទាក់ផ្លូវសុំសាលាដូចពេលមុនអត់ទៅផុតទេស្ទាក់ផ្លូវអត់ទេលើកនេះខ្ញុំឡើងឡានបាយហើយខ្ញុំដេកហើយអត់មានអ្នកណាស្ទាក់ផ្លូវបានទេហើយមិនដឹងថាខ្ញុំនៅឡានមួយណាទេអានឹងនិយាយច្បាស់ចឹងទៅបងហើយចុងបញ្ចប់អរគុណជាមួយនឹងការយកចិត្តទុកដាក់ស្ដាប់ហើយអរគុណប្រជាជនទូទាំងប្រទេសបដិជគុណប្រសង់ក៏ដូចជាជនរួមជាតិទូទាំងប្រទេសនិងអរគុណចំពោះប្រទេសថៃជនថៃដែលបានស្ដាប់នៅសាររបស់ខ្ញុំនេះដែលបោះស្រាយលម្អិតតកតងហើយខ្ញុំនឹងតកតងនឹងការប្រមាថព្រះមហាក្សត្រខ្ញុំមិននិយាយប៉ុន្តែប្រសិនបើខាងថៃចង់ដឹងអាចបញ្ជូនពេលសកជនពិសេសមកនិយាយមកសួរនាំខ្ញុំតើអ្នកទាំងនេះបានប្រមាថព្រះមហាក្សត្រមុននិងព្រះមហាក្សត្រក្រោយរបៀបណាខ្ញុំនឹងត្រៀមដើម្បីផ្ដល់ជូនប្រមាថស្ថាប័នព្រះមហាក្សត្រទៅប្រទេសថៃគឺធ្ងន់ធ្ងរប៉ុន្តែខ្ញុំមិននិយាយជាចំហទេព្រោះពេលខ្លះអាក្រក់ស្រាប់ពេកនិយាយទៅវាអាភិត
ហើយសូមជូនពរសម្រាប់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីសូមប្រកបតែនឹងសេចក្តីស្រុកសេចក្តីប្រានជាមួយនឹងពុទ្ធពរនិងពរទាំង5ប្រការអាយុវណ្ណៈសុខៈពលៈនិងបរិបេណៈ8ទីចន្លោះតាម